ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាបាត់ឆាកស្វាគមន៍ប្រិយមិត្តនាំមុខថ្ងៃនេះគឺអាដាមសនីឯកសាមូអែលវ៉ាងហួងបៀណាបាទនឹងប្រិយមិត្តសំអាតគ្រូឆ្មាសាន់រ៉ាយុងតុនម៉ាក់ឆោមពៅហងចំណាប់ឆៃយ៉ាស្រមោចក្រហមព្រះអាទិត្យសមុទ្រញៀនតារាហ៊ុតសរុនកលយានដាម៉ូបាទហ៊ុតសម្បត្តិសឹមសុកនាងវុទ្ធីថងសូរិយាស្រីនិងវ៉ាន់នីដាព្រមទាំងសេរីខេងនិងជាងសំពៅអូនដែលកំពុងសំពៅលូនដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនាពេលនេះព្រៃវែងខ្មែរមននៅម៉ោង 9 យប់ជាងបន្តិចជ្រេមកនៅក្នុងប្រទេសកម្ពុជាមួយរយៈនេះផ្សាយផ្ទាល់មិនទៀងទាត់ព្រោះរវល់កិច្ចការបាទប៉ុណ្ណឹងគឺបងប្អូនយល់សូនវិហានិងអូនកានិកាចឹងប្រិយមិត្តខ្ញុំសូមបង្ហាញនៅរបៀបវរៈតាមទម្លាប់ទី 1 គឺការបង្ហាញប្រធានបទទី 2 បកស្រាយទី 3 សំណួរចម្លើយនិងផ្សេងប្រធានបទថ្ងៃនេះមាន2មុតដូចដាវកាយសិទ្ធិយ៉ងចាំប៉ុន្តែមុននឹងឈានចូលទៅដល់ប្រធានបទទាំងពីរនេះគីមឡៃ touch កាយឡាយ share វីដេអូនេះទៅកាន់ប្រិយមិត្តតិចទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាលីមេការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាឆៃជិនស្ដាប់ច្រើនកោណាដឹងការពិតស្ដាប់ហ៊ុនសែនជន់កំសាន្តពាក់ផ្លាកអ្នកក្លាហានកើតរោគចិត្តហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកអ្វីកែវគិនីដែលហ៊ុនសែនឲ្យយើងឃើញគឺជារបស់คล้ายបងប្អូនត្រូវទន្ទិញរូបមន្តនឹងឲ្យជាប់រូបមន្តនេះគឺជារូបមន្តវិទ្យាសាស្ត្រសុខលាភដ៏សំខាន់សម្បត្តិមាសដែលរកឃើញដោយសាស្ត្រាចារ្យទស្សនវិជ្ជាសូនតារាហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកច័ន្ទវីអ្វីជុំកកដាដែលហ៊ុនសែនឲ្យយើងឃើញគឺជារបស់คล้ายទូចស្រីនិចប្រធានបទទី 1 មានចំណងជើងថាជន់ពីការភ្លើងទៀនហនភេទសម្ដេចលោកបដិវត្តពណ៌មិនដាច់ធ្វើបដិវត្តពណ៌បងប្អូនសារនេះថ្ងៃនេះប្រធានបទទី 1 នេះគឺជាប្រធានបទស្រាតខោសុបសាទនិងជាចំណេះដឹងវិទ្យាសាស្ត្រនយោបាយសុបសាទអ្នកណាចូលតន់ប្រធានបទទី 1 ស្មើនឹងរៀនពីល្បិចជនទុច្ចរិតនៅក្នុងវិទ្យាសាស្ត្រនយោបាយណែ4ឆ្នាំសត្វស្ចាវិសាលប្រធានបទទី 2 ខ្ញុំនឹងរំលេចពូសវណ្ណានៅចំណងជើងថាអ្វីដែលហ៊ុនសែនធ្វើបានអ្វីដែលហ៊ុនសែនធ្វើមិនបានតើបងប្អូនចាំមើលបន្តិចទៀតតើអ្វីខ្លះដែលហ៊ុនសែនធ្វើបាននិងអ្វីខ្លះដែលហ៊ុនសែនធ្វើមិនបានអញ្ចឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតស៊ីមស៊ីលេតយូអៀនទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការភពបន្ទឿនផ្លាស់ប្ដូរផ្នត់គំនិតថ្ងៃនេះមានគ្រឿងក្លែង2អារ៉ាវឌីស៊ីសវណ្ណគ្រឿងក្លែងទី 1 គឺនិយាយអំពីហ៊ុនសែនកំពុងតែខ្វាយខ្វល់ក្នុងចិត្តខ្លាំងណាស់រឿងមួយបិទរោងចក្របងប្អូនម្សិលមិញ
ខ្ញុំបានលើកប្រធានបទនេះខ្ញុំនឹងមិននិយាយលម្អិតអំពីថាហេតុអ្វីបានបិទរោងចក្រនរណាទទួលខុសត្រូវហើយនឹងមានផលប៉ះពាល់អីទេព្រោះអូនសម្បត្តិកំប្រុកល្អិតយើងនិយាយកាលពីម្សិលមិញប៉ុន្តែចំណុចថ្មីមួយដោយសារតែឃើញមិត្ត CPP និងប្រិយមិត្តជាច្រើនស៊ីមុនមកគាត់បានចូល comment តតាំងគ្នាពាក់ព័ន្ធជាមួយនឹងហ៊ុនសែនរឹងប៉ឹងមិនខ្វល់រឿង EBA មិនខ្វល់រឿង GSP និងមិនខ្វល់អំពីបរទេសប៉ុន្តែហ៊ុនសែនបើកមាត់បិទមាត់និយាយតែពីបរទេសថ្ងៃនេះនៅក្នុងប្រធានបទទី1នេះគាត់និយាយអំពីបដិវត្តពណ៌មានន័យថាគាត់នៅតែចោទបរទេសដែលរៀបចំធ្វើណាបដិវត្តពណ៌ចន្ទឡាហើយខ្ញុំសូមមិននិយាយរឿងបដិវត្តពណ៌នៅក្នុងគ្រឿងខ្លែងនេះទេនឹងលើកយកទៅប្រធានបទទី1ប៉ុន្តែមានបងប្អូនយើងបានតតាំងគ្នាជាច្រើនហើយពេលនោះ Mr. រតនាសំរស្មីក៏សូមឲ្យខ្ញុំណាជួយផ្ដល់យោបល់និងផ្ដល់គំនិតតើគិតយ៉ាងណាខ្ញុំតបវិញថាចេះបច្ចុប្បន្នហ៊ុនសែនខ្វល់ខ្វាយណាស់ហើយសុផានិតខ្ញុំជឿថាលើកលែងតែសម្ដែងមកក្បាច់ពីរក្បាច់ប៉ុន្តែបើឲ្យដូចកាលរំលាយគណៈបកសង្គ្រោះជាតិទៅអត់រួចទេរឿងហ៊ុនសែនដើរជួបកម្មករលឹមសេងពេលរំលាយគណៈបកសង្គ្រោះជាតិចាប់កម្មសខាដាក់គុកបុកផាភ្នែកទឹកហ៊ុនសែនក្រៅតែពីពង្រាយកម្លាំងទ័ពបង្ក្រាបនៅស្មារតីរបស់មនុស្សរមមេតាអ៊ុំគឺគាត់បានព្យាយាមបង្ក្រាបកម្មករណែបងក៏ឈឺពេលដែលបាត់បង់អូនប៉ុន្តែរបៀបបង្ក្រាបរបស់ហ៊ុនសែនគឺផ្សេងគ្នាណារត់ជុំកក្កដារបៀបបង្ក្រាបមិនមែនមានន័យថាទាល់តែយកកភ្លើងយកខ្នោះដៃទៅចាប់ដាក់គុកដោយដែលហ៊ុនសែនបង្ក្រាបសំរងស៊ីទេនឹងគណៈបកសង្គ្រោះជាតិទេរបៀបបង្ក្រាបមានន័យថាធ្វើយ៉ាងណាកុំឲ្យណាចំផាត់សង្គ្រោះជាតិមនុស្សក្រៅរបៀបបង្ក្រាបមានន័យថាធ្វើយ៉ាងណាកុំឲ្យមនុស្សក្រៅដោយវិធីណាក៏ដោយឧទាហរណ៍សម្រាប់គ្រូបង្រៀនមន្ត្រីរាជការគេយកក្របខ័ណ្ឌទៅបង្ក្រាបសម្រាប់សិស្សសាលានិងយុវជនច័ន្ទស្រីពេញគេយកសមាជិកបកដូចជាសមាជិកយុវជនតុកសគុណយុវជនក្បាល2យុវជនកកបាតក្រហមយុវជនកាយចរិតអីចឹងទៅយុវជនវាស់ដីធ្លីគេយកបុណ្យស័ក្តិនិងរចនាសម្ព័ន្ធរបស់យុវជននឹងទៅបង្ក្រាបនិស្សិតនុតច័ន្ទណាហ្នឹងហើយដើម្បីកុំឲ្យនិស្សិតក្រោកមន្ត្រីរាជការគឺគេយកក្របខ័ណ្ឌទៅបង្ក្រាបអ្នកវិនិយោគមិនមែនអ្នកវិនិយោគអ្នកចំនួននៅក្នុងស្រុកខ្មែរលេងពេញសោដែលរកស៊ីគឺគេយកណែការគម្រាមកំហែងទៅបង្ក្រាបដូចជាអាញាបានប្តឹងទៅតុលាការរឹបអូសយកទ្រព្យសម្បត្តិមិនសញ្ញេលុកដីឲ្យឬក៏រករឿងមុខរបររកស៊ីពាក់ព័ន្ធជាមួយនឹងការបង់ពន្ធឬការលាបពណ៌ចោតប្រកាន់ផ្សេងអានេះគឺសិទ្ធិក្បួនបង្ក្រាបរបស់ហ៊ុនសែនណាចឹងតនេះកូនខ្មែរពេទ្យហើយដល់ពេលហ៊ុនសែនបង្ក្រាបប្រជាជនគឺអីហ៊ុនសែនបង្ក្រាបប្រជាជនតាមរយៈប្រើសន្តិសុខភូមិសម្ដេចសេនរតនាសន្តិសុខភូមិណាគឺប្រជាការពារនិងតាមរយៈបាញ់ក្រីក្រ
អានេះសិតតែលក្ខណៈបង្ក្រាបម៉ាឆនេះបង្ក្រាបចុះហ៊ុនសែនបង្ក្រាបកម្មករហ៊ុនសែនបង្ក្រាបកម្មករហ៊ុនសែនធ្វើខុសពីអ្វីទាំងអស់លីស្កាយគឺគាត់ទៅជួបកម្មករតាមរោងចក្រប្រោរងយុវជនអាមេរិកទេគាត់ទៅជួបកម្មករតាមរោងចក្រកាលពីចាប់កម្មសខាដាក់គុកភ្លាមរៀងរាល់ថ្ងៃណាក៏ឃើញសម្ដេចទៅហូបនំបញ្ចុកសាយសុខាលីថ្ងៃណាក៏ឃើញសម្ដេចទៅថត selfie ថ្ងៃណាក៏ឃើញសម្ដេចទៅថតដើរលេងនៅក្នុងរោងចក្រដែរឥឡូវនេះស្ងាត់ឲ្យឈឹងដូចចៅលួចសេះលែងមានកម្មករណាត្រូវជួបទៀតហើយជាពិសេសឌីខឹមគឺអំឡុងពេលបោះឆ្នោតនេះគូណាស់តែគាត់ទៅយកចិត្តកម្មករណាដែលដោយសារអីដោយសារ Brittany Baker ហ៊ុនសែនណាមិនដែលឲ្យតម្លៃទៅលើមនុស្សធម៌អីណាក្រៅតែពីឲ្យតម្លៃទៅលើអំណាចរបស់គាត់ទេបើអ្វីដែលចំណេញដល់គាត់យកមកប្រើបើអ្វីដែលខាតដល់គាត់វិនកកដាគឺគាត់យកទៅបោះចោលក្នុងធុងសម្រាមឥឡូវនេះបងប្អូនឃើញហើយកម្មករ crash shoe រាប់ម៉ឺនរាប់សែនអ្នកលេងសេរីមិនត្រឹមតែមិនទទួលបានការយកចិត្តទុកដាក់ទេហ៊ុនសែនបោះចោលក្នុងធុងសម្រាមនេះសំខាន់ខ្ញុំក្តុកក្តួលណាស់បងប្អូនពិចារណាក្តុកក្តួលខ្ញុំនិយាយមកដល់ត្រង់នេះក្នុងនាមសារនិគមជាបេះដូងមនុស្សធម៌បងប្អូនពិចារណាថានៅក្នុងប្រទេសកម្ពុជាកម្មកររាប់សែនអ្នកហ្នឹងសុភាឡុងសុភាមិនមែនមានតែរាប់សែនអ្នកទេវាស្មើនឹងរាប់លានអ្នកពីព្រោះម្នាក់មានគ្រួសារដែលត្រូវចិញ្ចឹមសកម្មភាពបងប្អូនមកដល់តនេះបើបងប្អូនអត់ឈឺចាប់បងប្អូនមិនបាច់និយាយពាក្យស្នេហាជាតិទេពាក្យថាស្នេហាជាតិគឺស្នេហាទឹកដីនិងមនុស្សសំខាន់ជាងគេសុជាតិតាយំស្នេហាទឹកដីនិងមនុស្សមានន័យថាទឹកដីនិងប្រជាជនពេលនេះប្រជាជនយើងដោយសារការបិទរោងចក្រវេទនាខ្លាំងណាស់បងប្អូនសុសិលវេទនាអីមីសកែបងប្អូននៅក្នុងប្រទេសកម្ពុជាតើនរណាដែលមិនជំពាក់ធនាគារតើនរណាដែលជំពាក់ធនាគារច្រើនជាងគេអ្នកខ្ចីធនាគារបនរដ្ឋាដែលយកទៅធ្វើវិនិយោគធំដុំយើងមិននិយាយទេទីចន្ទ្រារាមាប៉ុន្តែប្រជាជនខ្មែរជាច្រើនខ្ចីធនាគារទិញផ្ទះទិញម៉ូតូទិញឡានមើលជំងឺភាគច្រើន 90% គឺជាកម្មករមីឈលសម្រាប់រោគចក្រកាត់ដេរឥឡូវនេះតើគ្នាបានលុយណាបង់ធនាគារបងប្អូនយើងមើលនៅក្នុងប្រទេសកម្ពុជាមនុស្សរស់ពោះពេញទៅដោយដំបៅខួរក្បាលមនុស្សកម្មកររោងចក្រកាត់ដេរមិនមែនតិចអ្នកទេផ្ការរំយល់ដែលកំពុងតែដំបៅខួរក្បាលមិនដឹងទៅច្រកណាស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺរបបដាំដើមគោអ្នកណានិយាយគេចោទ CIA អ្នកណានិយាយគេចោទក្បត់ជាតិយកទៅដាក់គុកបរិយាកាសនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នណាធ្វើឲ្យមនុស្សរស់នៅលំបាកវេទនាណាស់លើកលែងតែអ្នកមាននិងបពុហ៊ុនសែនឬក៏មនុស្សអាត្មានិយម Tiger Forest ដែលគិតតែពីផលប្រយោជន៍ខ្លួនឯងសបាយហឺហាបើយើងមានចិត្តជាអ្នកដឹកនាំប្រទេសណា
ពូកាហេយើងគ្រាន់តែស្ដាប់សូនតារានិយាយយើងតាំងទ្រូងណាស់បងប្អូននៅក្នុងកម្មកររោងចក្រមួយមិនត្រឹមតែចិញ្ចឹមកូនចិញ្ចឹមប្រពន្ធទេមានជំងឺទេឥឡូវនេះមិនដឹងថាតើនរណាបងលុយឲ្យធនាគារមនុស្សរឿងលុយនេះណាតបៅខួរក្បាលណាយិតអុយខ្ញុំអាណិតខ្ញុំនិយាយមកខ្លោចចិត្តបងប្អូនមិនដឹងជាគ្នាលំបាកយ៉ាងណាទៅបងប្អូនបើកណាអត់មានលុយបង់ធនាគារអត់លើកលែងទេហើយមនុស្សបង្ខំចិត្តមិនដឹងជាបានអីហូបឥឡូវនេះហេតុអីពីព្រោះរោងចក្របិទអត់ការងារធ្វើឧទាហរណ៍ថាលុយដែលគាត់បើកធ្វើការបតិបតកបាន50-60ជួនកាលបាន80បង់ធនាគារអស់70អីហ្នឹងនៅសល់$10ទុស្ប៉ាម៉ងពោឬក៏គាត់បាន100អ្នកខ្លះអត់សោះមែនទេមេញហៀងអ្នកខ្លះអត់សោះបងប្អូនណាអ្នកលក់សណ្ដែកដីខ្ញុំចង់ឲ្យបងប្អូនយកចិត្តរបស់បងប្អូនកម្មករយកមកដាក់នៅក្នុងចិត្តខ្លួនឯងបងប្អូនស្រមៃមើលតើទុក្ខវេទនានោះវាលំបាកដល់កម្រិតណាហើយឥឡូវនេះណាមនុស្សរហូតដល់តែគៀងនិយាយលេងការឈប់និយាយមកចាំវាសនាផាន់ស៊ីនិយាយលេងកើតគឺលេងនិយាយបងប្អូនបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមនុស្សបៀមទុករស់បៀមទុកមិនមែនរស់ដោយសុបាយមិនមែនសន្តិភាពទេណាសន្តិភាពនឹងពាក្យហ៊ុនសែនថាយើងថាទៅកើតចេញពីការបង្ខិតបង្ខំឲ្យគេនិយាយមែនទេបងប្អូនសាកស្រមៃមើលគ្រួសារកម្មករតើពួកគាត់មានទុក្ខលំបាកវេទនាខំសក់មិនអាចបញ្ចេញមិនដឹងជាទៅនិយាយប្រាប់អ្នកណានិយាយទៅគេវាយទៀតមនុស្សយើងពេលដែលកើតទុកបានយំទៅវាធូរទ្រូងបងប្អូនបាននិយាយប្រាប់គេប្រាប់ឯងទៅវាធូរទ្រូងឥឡូវនេះបងប្អូនកម្មករកើតទុកសំបីតែនិយាយណាកូននិយាយអត់ចេញដែរចឹងបានតែខ្ញុំថាហ៊ុនសែនលែងហ៊ានជួបហើយជួបមិនដឹងធ្វើម៉េចទេប៉ុន្តែបើជួបទៅឲ្យលុយគ្នាច្រើនណាកុំឲ្យត្រឹម20000ហ្នឹងវាអត់រួចថ្លៃចំណាយពេលមកព្រឹកមកដល់មានរួចថ្លៃសាំងម៉ូតូសាំងឡានទេបើថាជួបកម្មករដើរជួបចាប់ពីថ្ងៃនេះតទៅឲ្យម្នាក់50ទៅណែហើយមកអួតសូនតារាក៏បានដែរអួតថាអូសូនតារាបាននិយាយណែសម្ដេចជួបកម្មករឲ្យម្នាក់50ឲ្យខ្ញុំអរគុណណាពួកខ្ញុំមានទឹកចិត្តអាណិតមនុស្សខ្ញុំមានទឹកចិត្តអាណិតមនុស្សណាបងប្អូនពេលដែលអត់មានគណៈបកប្រឆាំងនៅក្នុងស្រុកណាហ៊ុនសែនដើរធ្វើបាបគេស្រេចចិត្តបងប្អូនកំព្រីកំព្រានណាបងប្អូនកំព្រីកំព្រានណានៅក្នុងស្រុកខ្មែរមូលហេតុដែលបងប្អូនកំព្រីកំព្រាហ៊ុនសែនធ្វើបាបស្រេចចិត្តរំមេតាអូគឺដោយសារតែលែងមានអ្នកការពារតំណាងរាស្ត្ររបស់ហ៊ុនសែននៅក្នុងរដ្ឋសភាអត់មានដែលណាចុះទៅមើលប្រជាជនគូរដ្ឋសភានឹងស្ដាប់បញ្ជាហ៊ុនសែនសុទ្ធដូចទីងូសពួនរេម៉ាខ្ញុំសូមនេះមកដល់និយាយមកដល់ទៅនេះរៀងកាយតិចក្តុកក្ដួលពេកបងប្អូនព្រោះមនុស្សយើងមនុស្សគេណាកូនយើងកូនគេចៅយើងចៅគេមិនដឹងជាគ្នាលំបាកក្រំគ្រាវេទនាចិត្តយ៉ាងណាទៅមិនដឹងជាគ្នាបានអីហូបហើយតែជាឥឡូវនេះម្នាក់បង្ខំចិត្តអ្នកដែលនៅព្រំដែនរត់ទៅថៃហ៎ដល់ពេលរត់ទៅថៃក៏អត់មានជួយបានដែរជួយតែចិញ្ចឹមសេដ្ឋកិច្ចថៃផ្ញើលុយមកតិចតួចអ្នកខ្លះទៅខុសច្បាប់គេចាប់ទៅថត Facebook អួតហ៊ុនសែនទៀតគុណធម៌ជីវិតខ្ញុំសូមមែនទេសម្ដែងនៅការសោកស្ដាយហើយសូមឲ្យកម្មការិនីខ្មែរយើងណាធ្វើការតស៊ូរៀនរស់នៅក្នុងកលតិស័កដ៏លំបាកនេះហើយបងប្អូនមើលហើយឌីណាស៊ីលុយទូមូលហេតុនៃការបាត់បង់គណៈបកប្រឆាំងគឺបងប្អូនបាត់បង់ខ្នងបងឯកមួយដែលធំណាស់ពឹងហ៊ុនសែនមិនបានទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៀតទូរទស្សន៍សូនតាស្រាត់ខោជន់ផ្ដាច់ការតាន់ស្វួយមិនផ្លាស់ប្ដូរផ្នែកកំណត់មែនទេជើវិច័យគីងគ្រឿងក្លែងទី2
đọc đài rất là rừng sọc sẵn bóng phố sẽ đạp xô ra tới sọc sẵn bất tích Campuchia đôi chia sọc đài bồ rốt cầm bông tại tuôn dùng vấn đề mà sân chỉ dương mơ lừaประពន្ធសកស្ាយរបស់គណៈបកប្រជាជនដូចខ្ញុំធ្លាប់ជម្រាបប្រាប់ប្រិយមិត្តហើយចានបង្គន់នៅក្នុងកញ្ចក់ថៃសានលីគឺជាបងអួចយន្តហោះអ្វីដែលគេឲ្យយើងមើលឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជនទាំង Facebook ក្តីសុទ្ធតែចានបង្គន់ទេមិនមែនបងអួចយន្តហោះឡើយហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោក MX អ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់ខ្លាំងខ្លាយជាងបណ្ណៈជួសជុលម៉ូតូរឿងសោកដែលប្រទេសកម្ពុជាកំពុងតែមានវិបត្តិទួញយងនោះនៅចំកណ្ដាលទីក្រុងភ្នំពេញផ្ទះលោកកឹមសុខាបើអ្នកណាជិះហើយចោលភ្នែកមើលពីចម្ងាយឃើញទ្វារបិទមានប៉ូលីសឈរព័ទ្ធជុំវិញទឹកចិត្តរបស់ខ្មែរយើងណាបងប្អូនមិនថាអ្នកណាទេសូម្បីតែគណៈបកប្រជាជនក៏ដោយក៏មានការរំជួលចិត្តជិះកាត់កន្លែងហ្នឹងណាប្រៀបបីដូចជាមនុស្សជិះកាត់ភ្នូខ្មោចកដាលយប់ចឹងបងប្អូនមានអារម្មណ៍យ៉ាងម៉េចដល់ពេលណាដែលបងប្អូនជិះកាត់នៅកណ្ដាលយប់ជិះម៉ូតូឬជិះឡានកាត់វាលកប់ខ្មោចណាបនរទ្ធីនេះពេលកណ្ដាលអាត្រៀតអារម្មណ៍ដែលមនុស្សជិះកាត់វាលកប់ខ្មោចនៅកណ្ដាលអាត្រៀតយ៉ាងណាអារម្មណ៍ជិះកាត់ផ្ទះកឹមសុខាមានអារម្មណ៍ស្រងេះស្រងោចដូចនេះឯងជាមានដូចនេះឯងជាស្រាប់ខ្ញុំបានឃើញរូបភាពលោកអ្នកផ្សេងដែលបង្ហោះនៅលើ Facebook ខ្ញុំពិតជាអនុញ្ញាតធំណាស់ហើយខ្ញុំជឿថាកឹមសុខាគាត់ចាប់ត្រូវតែយល់ចាប់ពីថ្ងៃនេះតទៅយល់រឿងអីអានប៉ុណ្ណាបងប្អូនយើងឃើញហើយលទ្ធផល CJ ណាលទ្ធផលវាយប្រហារសំរងស៊ីដើម្បីយកចិត្តហ៊ុនសែននឹងរៀបចំក្បួនវាយប្រហារសំរងស៊ីដើម្បីយកចិត្តហ៊ុនសែនណាលទ្ធផលនៃការខំទៅអង្គុយធ្វើជាគ្រូសាហ៊ុនសែនកំដរសាក់សាប់ក្រុមគ្រូសាគេដែលបនសពធម្មតាគេទៅផ្លែតទេគេមិនដែលទៅអង្គុយដល់2ម៉ោងទេគេទៅអុចធូបគេចេញមកវិញបើកាលណាទៅលេងមួយថ្ងៃវោះល្ងាចហើយអានេះវាទៅជាសាច់ញាតិហើយប៉ុន្តែយើងឃើញលទ្ធផលតើហ៊ុនសែនមានធម៌មេត្តាហ៊ុនសែនបោះបង់ចោលសារជាតិកំទេចកឹមសុខាទេសំណាងអត់ដាច់ខាតមង្គល SK អញ្ចឹងបានជាខ្ញុំចង់ផ្ញើសារនេះជាសំខាន់ទៅខ្មែរយើងទាំងអស់ថានៅក្នុងរបបផ្ដាច់ការពងបញ្ញាវឌ្ឍនាអោនក៏ស្លាប់ងើបក៏ស្លាប់អញ្ចឹងបើខ្ញុំជាសូនតារានេះបើខ្ញុំជាកឹមសុខាណាបិទមាត់ក៏ស្លាប់អោនក៏ស្លាប់បើកមាត់ក៏ស្លាប់ក្រោកឈរក៏ស្លាប់ខ្ញុំសុខចិត្តស្លាប់ក្នុងសមរភូមិកណ្ដុរដំរៀបដោយសេចក្តីថ្លៃថ្នូរណាចឹងខ្ញុំមើលស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះហាក់បីដូចជាជាតិខ្មែរទាំងមូលកំពុងតែយំប្រតិរិលាយមកខ្ញុំមើលស្ថានភាពនៅក្នុងប្រទេសកម្ពុជាបិទរោងចក្របូកទាំងស្ថានភាពឃុំខ្លួនកឹមសុខានៅក្នុងផ្ទះអានោះដាក់ធំណាស់មនុស្សនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នក្រំចិត្តគាំងនិយាយអ្វីមិនចេញព្រោះរបបហ៊ុនសែននិយាយស្អីមកមិនមែនជាការបញ្ចេញមតិទេសុទ្ធតែជាការលាបពណ៌យកទៅចាប់ដាក់គុកទាំងអស់នេះគឺជាមោទនភាពនៃសន្តិភាពពិត
ក្នុងស្ថានភាពបច្ចុប្បន្ន hashtag មនុស្សជាប់គុកដូចជាសេងធីរីកំពុងតែណាលេងពេញសោទួញតឹងទ្រូងនៅក្នុងគុកសកម្មជនសង្គ្រោះជាតិមានទាំងគ្រូបង្រៀនដែលអត់ដែលលួចមន់ដែលអត់ដើរទៅលួចមន់កូនមន់គេមួយសោះបាទនេះមានអៀចំណាដែលទៅពីណ័រវេណាទៅចូលយុទ្ធនាការធម្មតាជាមួយគណៈបកភ្លើងទៀនដែលអត់មានទៅរស់រឿងហ៊ុនសែននេះសោះចាប់គេដាក់គុកមនុស្សជាប់គុកនៅក្នុងប្រទេសកម្ពុជាបង្ហាញអំពីវិបត្តិនៅក្នុងប្រទេសកម្ពុជាធ្ងន់ធ្ងរណាស់ដែលខ្ញុំធ្លាប់និយាយថាចេះពូសវណ្ណាលីសំណាយប្រទេសមួយមានសន្តិភាពសុំសុខិនគឺគេយកសុខសวัสดิភាពមកវាស់ហើយសុខសวัสดิភាពនោះគេវាស់ដោយគុកប្រទេសដែលសម្បូរទៅដោយគុកនិងគ្រឿងញៀនឧក្រិដ្ឋកម្មចោរកម្មជាពិសេសប្រទេសដែលសម្បូរទៅដោយជនក្បត់ជាតិប្រទេសនោះកំពុងតែកើតសង្គ្រាមជនក្បត់ជាតិបងប្អូនអានសៀវភៅប្រវត្តិវិទ្យាប្រវត្តិសាស្ត្រគឺមានតែក្នុងស្រុកដែលកំពុងតែកើតសង្គ្រាមដណ្ដើមទឹកដីគ្នាតែប៉ុណ្ណោះអត់កើតនៅក្នុងស្រុកសន្តិភាពទេបើស្រុកសន្តិភាពសម្បូរមានជនក្បត់ជាតិស៊ុនជីនមានន័យថាកម្ពុជាកំពុងតែប្រយុទ្ធគ្នាប្រយុទ្ធផ្លូវក្នុងមកពីខ្មែរយើងហៅថាផ្លូវក្នុងមានន័យថាប្រយុទ្ធនៅក្នុងដួងចិត្តមនុស្សកំពុងតែស្រក់ទឹកភ្នែកទួញយំនៅក្នុងដួងចិត្តហើយណែជំងឺទួញយំមូរីបូរ៉ានៅក្នុងដួងចិត្តនេះគឺស្ដែងចេញតាមរយៈការចាប់ខ្លួនកម្មសខាដោយអយុត្តិធម៌ជាទីបំផុតនិងកម្មការនីក្រុមគ្រួសាររបស់ពួកគាត់រាប់សែននាក់កំពុងតែពិបាករកលុយសងធនាគារនិងដាច់បាយពិបាករស់ណាស់មិនដឹងថាពួកគាត់ត្រូវស៊ីស្មៅបោកស្មៅឬក៏យ៉ាងណាទេតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រហែលជាមានអ្នកខ្លះរត់ទៅថៃមិនបានអត់ទាន់មានប៉ាសពតមានតែបោកស្មៅក្រោយផ្ទះស៊ីប្រកួតជាមួយគោហើយមើលទៅប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទីចន្ទរារាមាទូរទស្សន៍សូតារាស្រាតខោជន់បដិការខ្មែរថ្មីផ្លាស់ប្ដូរផ្នត់គំនិត Victor Don យើងចូលទៅដល់ប្រធានបទសំខាន់ធំទី1ចុះសេបាត់ដំបងឆៃហ៊ុនសែនលោកបដិវត្តពណ៌មិនដាច់ Tiger Forest ដែលខ្ញុំសរសេរថាសម្ដេចលោកបដិវត្តពណ៌មិនដាច់គឺធ្វើបដិវត្តពណ៌បងប្អូនខ្ញុំនឹងនិយាយអំពីពាក្យថាលោកបដិវត្តពណ៌ហើយខ្ញុំនឹងនិយាយថាខ្ញុំមានភ័ស្តុតាងអីដែលនិយាយថាហ៊ុនសែនកំពុងតែធ្វើបដិវត្តពណ៌ហ៊ុនសែនកំពុងតែធ្វើបដិវត្តពណ៌បច្ចុប្បន្ននេះអានេះទី3ចំណុចទី1ខ្ញុំចង់ពន្យល់ដោយម្ដេចដែលហៅថាបដិវត្តពណ៌បន្តិចគីមឡៃហ៊ុនដែលគណៈបកប្រជាជនណាដូចប៉ុលពតចេះតែចោតហើយនឹងចាប់មុជមីនីប៉ុន្តែអត់បានឲ្យនិយមន័យថាបដិវត្តពណ៌មានន័យយ៉ាងដូចម្ដេចទេស្រីឡៃស្ទឹងត្រែងអត់ទេបដិវត្តពណ៌ពេលដែលបងប្អូនស្ដាប់និយមន័យអ្នកទីយូអេរិកឆោពេលនោះបងប្អូនច្បាស់ជាយល់ពាក្យពីរម៉ាត់ហើយគឺហ៊ុនសែនកំពុងលក់បដិវត្តពណ៌ហើយលក់មិនដាច់ហ៊ុនសែនកំពុងតែធ្វើបដិវត្តពណ៌បដិវត្តជាភាសាអង់គ្លេសហៅ revolution ភាសាបារាំងថា revolution ភាសាខ្មែរយើងគឺបដិវត្តប្រែសម្រួលឲ្យងាយទៅគឺបដិវត្តមានន័យថាការផ្លាស់ប្ដូរទាំងស្រុងអានេះហៅបដិវត្តដែរការផ្លាស់ប្ដូរវិវត្តអានឹងគឺគេហៅការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ
ในขนมวิสัยนโยบายเปียปักในวัดวิมีนวิจมีนนึกอวิจมีนวิจมีนนึกอวิจมีนในขนมประเทศได้กันลัทธิประชาธิปไตยเสรียุติธรรมสังคมเปียปักในวัดจีเปียอวิจมีนมองจำไหมไงเนี่ยโดยเด็กขยมเลิกลายจังในขนมประเทศในบัดตีมวยนี้สมาหนึ่งบองโอนกันดอลนอมเลียบเรียนมุกวิจีศาสตร์นโยบายบุญชนะสมาหนึ่งเรียนบัณฑิตตุสนะวิจีนโยบายโมรีโบราปะในวัดมีในวิจมีนเป็นในประเทศนู้มีการบอกชนเอาตัดเสรีตรำเตยยุติธรรมมียุติธรรมสังคมด้วยเจเนอร์ญี่ปุ่นด้วยเจเนอร์อเมริกด้วยเจเนอร์บารังนี่ปัจจุบันนะด้วยเจเนอร์เกาหลีขังโบงไม่เกรงเคืองเนี่ยปะในวัดมีในวิจมีนมีในละอ้อเพื่อได้ประเทศกำปงแต่การสังเกตจีจวนกับสำลับมีนกุนเลียดวันนักเนี่ยมีนเนี่ยกรออันนั้นคือปะในวัดจีปิวิจมีนจีตรำเตยได้ที่พบลูกเกศวยโอ้ดีฮะในประเทศบารังปัจจุบันเกณฑ์กรุบบนโดยเฉพาะไงที่ประมาณกะกระดาด้วยอเมริกดอกบุญกะกระดาในบารังสังสัยโดยเฉพาะบุญกะกระดาเกี่ยวกับบุญปักในวัดเปลได้บุญรถบารังกราบโชว์เพื่อดูรุมลุ่มระบบสมัยเฮ้ยดักปฏิเตวจีซาคือระนาดวัดนะพวกนะปักในวัดมีในถาปดูกะลักจักแต่งสรงปดูแต่งสรงปดูแต่งสรงอุทิศให้เด็กขยมเจนในบารังระบบสนับปดูตัวจีระบบสาธินาวัดอันนี้คือปักในวัดนะระบบสาธิตนาวัดปดูตัวจีระบบประชาธิปไตยปดูตัวจีระบบประชานิยมอันนี้คือปักในวัดนะระบบประชาธิปไตยริจีนิยมประชาธิปไตยในกัมพูชีปดูตัวจีระบบกุมนี่อันนี้คือปักในวัดปักในวัดนะอุทิศปฏิวัติวิสเดียงหนึ่งรถปฏิวัติวิสเดียงหนึ่งรถประหารหรือก็อาจมีในแต่มวยเปียกลับคือมีในท้าเกิดฟัวรถประหารคือจะการฟัวปฏิวัติโอ้เดียวท่าล้นน้องฟัวปฏิวัติไม่ใช่ล้นน้องปโดปีระบอบสังคมบริณิยมเรียกจีนิยมบอลรัฐีหมกปีระบอบสาธารณรัฐอันนั้นล้นน้องเธอปฏิวัติอันนั้นนะปอลปัดเฟื่อปักในวัดเกี่ยวกับปักในวัดกระหอมจะอันจะอันคือดูประเทศเจนปีศาจเทรณรัฐในลนนเตอเจียประเทศกุมนิกได้มีชมุทากัมพูชีประชาธิปไตยดักน้อมโดยปักกุมนิกคือมันดูอย่างสรงคนใส่เฟื่อปักในวัดมีในท้าปอลปอดดักน้อมประเทศใบกับสำลักอาหาหกรูมหกบ่อคนไซน์ย้วนไว้กันกับปะตบคนไซน์โดระเบียบดักน้อมระบบปอลปอดอย่างสรงคือโดปีกาหกบ่อปีกาเรดได้เรดปะกี้มันเนี่ยเตอเจียการูเนื้อทอมนาเนี่ยมีนกรูซาหกบ่ายหกไอสไรมีนซามีนโลกมีนวัดอันนี้คือการหาท้าปักในวัดนะรัศมีเนี่ยปักในวัดโอเตียฮอท่าเกมันหาท้าปักในวัดเอาไว้เด็กขยมเด็กใจมันเกหาท้าปักในวัดโปรตีchoเอาไว้ตัวเกมันหาท้าปักในวัดเขาแต่การผลักโดไตแต่มีพอลวิตามินจีนี่ไตแต่มีพอลวิตามินไปดูจีผลักโดคลูนไอผลักโดตุ่มล้อนะผลักโดการศึกษาผลักโดหลุมเนยอันนี้ผลักโดชีวิตผลักโดมีในทับปลอดสายเลย change revolution วิมีใน negative positive change ผลักโดวิมีใน positive อย่างนี้cho vậy tới đây mình hao thà bạc để vót đây mình hao thà bạc để vót ở tì ho thà nâu bật tê chân nâu bật tê chân bạc để vót tiếp nhung gì một bạc để vót mau sai anh ấy học bắt đô tiền sống đấy bạc để vót mau đôi xa té bật tê chân
កាន់របបស្ដេចណែរាជានិយមពួកអត្តពេកក្រោយមកទៀតពួកអត្តពេកនឹងគ្រប់គ្រងដោយអង់គ្លេសពេលដល់អង់គ្លេសនិងជប៉ុនប៉ុន្តែចិនគឺទោះជាគ្រប់គ្រងដោយអង់គ្លេសក៏ដោយក៏មិនលុបរបបស្ដេចដែរនៅស្ដេចនិមិត្តរូបគាត់តែស្ដេចឥតអំណាចគឺពួកអង់គ្លេសមានអំណាចអញ្ចឹងពេលនោះម៉ៅសេតុងធ្វើបដិវត្តន៍គឺមានន័យថាបដូរប្រទេសចិនចេញពីរបបមានស្ដេចទៅជារបបសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយបកកុម្មុយនីសបច្ចុប្បន្នចាត់ពីម៉ៅសេតុងមក hashtag ណែអានឹងហៅថាដូររបបបដិវត្តមានន័យថាដូររបបចុះគេមិនហៅថាបដិវត្តយ៉ាងម៉េចឧទាហរណ៍ថានៅប្រទេសចិនដឹកនាំដោយបកកុម្មុយនីសគឺដូរពីម៉ៅសេតុងមកពីជីងស៊ីពីងដូរពីជីងស៊ីពីងមកពីទៅជាអីឈ្មោះណែលីស្អីឈ្មោះអីទៅមែនទេចៅរតនៈដូរប្រទេសចិនចេញដំបូងពីណាគេនាយករដ្ឋមន្ត្រីមានម៉ៅសេតុងមានតេងស៊ូពីងមែនទេបន្តពីតេងស៊ូពីងមកអាម៉ាត់កូរិនដាកំមានជេងស៊ីមីងអីចឹងទៅជេងស៊ីមីងអានឹងគេអត់ហៅថាបដិវត្តទេពីព្រោះនៅក្នុងគណៈបកប្រព័ន្ធតែមួយគឺជាការផ្លាស់ប្ដូរក្បាលម៉ាស៊ីនមេដឹកនាំអានេះគេហៅបដិវត្តនៅក្នុងប្រទេសវៀតណាមអត់ហៅបដិវត្តទេបន្ទាប់ពីហូជីមិញមករហូតបន្ទល់បច្ចុប្បន្ននេះមានប្រធានាធិបតី6 7មាននាយករដ្ឋមន្ត្រីណាសម្ដេចអុកទូច6 7អានឹងគេហៅបដិវត្តទេព្រោះវៀតណាមមិនបានបដូររបបកុម្មុយនីសទៅជារបបប្រជាធិបតេយ្យសេរីផងអត់បានបដូររបបកុម្មុយនីសទៅជារបបស្ដេចផងគេមិនហៅបដិវត្តដែរដូចជាប្រទេសអាមេរិកដែលមានប្រធានាធិបតីបន្ទល់បច្ចុប្បន្នទី46ទី47គេមិនហៅតែបដិវត្តដែរដូចជានៅប្រទេសជប៉ុនដែលមានរហូតបន្ទល់បច្ចុប្បន្ននេះយើងរាប់ពីចំនួនហ៊ុនសែនមកមាននាយករដ្ឋមន្ត្រី17គេមិនហៅបដិវត្តដែរដូចជាប្រទេសថៃណាប្រទេសថៃគេអត់ហៅបដិវត្តទេដោយសារអីគឺវត្តដូររបបគឺប្រព័ន្ធនៅដដែលនៅក្នុងប្រទេសកម្ពុជាខ្ញុំនិយាយនេះខ្ញុំគ្រាន់ចង់សួរថាតើយើងធ្វើបដិវត្តឬក៏ហ៊ុនសែនធ្វើបដិវត្តហ៊ុនសែនធ្វើបដិវត្តហេតុអីតិចទៀតខ្ញុំនឹងនិយាយគាត់ថាដឹងថាហ៊ុនសែនធ្វើបដិវត្តសួរថាតើគណៈបកសង្គ្រោះជាតិមានទៅបដូររបបហ៊ុនសែនទេបដូររបបហ៊ុនសែនប៉ុន្តែអត់បដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេសួរថាតើកម្មសខាមានទៅបដូររបបទេប្រជាធិបតេយ្យសេរីទេសូប៊ុនសូអត់មានទេអត់មានតតសោះតើកម្មសខាមានបដូរប្រជាធិបតេយ្យសេរីទៅជាកុម្មុយនីសទេអត់ទេតើកម្មសខាមានបដូររបបប្រជាធិបតេយ្យសេរីនេះទៅជារបបសាធារណរដ្ឋទេអត់ទេតើកម្មសខាមានបដូររបបប្រជាធិបតេយ្យសេរីនឹងទៅជារបបនៃផ្ដាច់ការទេអត់ទេអញ្ចឹងអានឹងគេអត់ហៅបដិវត្តទេគេហៅថាដំណើរប្រព្រឹត្តទៅនៃនយោបាយជារឿងប្រក្រតីធម្មតាជារឿងប្រក្រតីធម្មតាអញ្ចឹងថ្ងៃនេះខ្ញុំបញ្យល់បងប្អូនជឿរឿងអំពីបដិវត្តនិងមិនបដិវត្តណាចុះបដិវត្តដែលមាននៃវិជ្ជមានបដិវត្តដែលមាននៃវិជ្ជមានដូចជាហ៊ុនសែនបដូររំលំរបបប៉ុលពតត្រឹមត្រូវវិជ្ជមានបដិវត្តត្រឹមត្រូវបារាំងក្រោកឈរបដិវត្តបដូររំលំរបបស្ដេចត្រឹមត្រូវដោយសារតែមានបដិវត្តទើបមានប្រទេសបារាំងទល់ពេលបច្ចុប្បន្នមែនទេឥណ្ឌូនេស៊ីក្រោកឈរដើម្បីបដួលស៊ូអាតូដែលដឹកនាំដោយពូជតែមួយកូនសិទ្ធិតែមានវិជាការកងទ័ពត្រូវបើសិនឥណ្ឌូនេស៊ីអត់បដួលស៊ូអាតូទេប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្នហ្នឹងគឺជាប្រទេសផ្ដាច់ការខ្លាំងជាងដូចនៅកូរ៉េផងពួកមនុស្សវាច្រើនត្រូវហ្នឹងហេតុអីបានថាអញ្ចឹងមិនខ្ញុំថាអញ្ចឹងបើហ៊ុនសែនគាត់ខ្លាចបដិវត្តទាល់តែហ៊ុនសែននឹងប្រទេសបច្ចុប្បន្ននឹងដូចជាប្រទេសបារាំងកាលពី
500 ឆ្នាំមុនទោះតែរបបហ៊ុនសែនឬរបបប៉ុលពតមានតែមនុស្សដែលប្រព្រឹត្តអំពើអមនុស្សធម៌លេងគឹមហួយអយុត្តិធម៌ព្រៃផ្សៃទឹកសម្លាប់ជីកជន់គៀបសង្កត់ធ្វើបាបមនុស្សនៅក្នុងសង្គមឲ្យមានការឈឺចាប់ក្តៅក្រហាយទេដែលខ្លាចបដិវត្តនិងទន្ទិញពាក្យបដិវត្តយ៉ាងណាបើសម្ដេចមិនមែនជាមនុស្សប្រភេទហ្នឹងហេតុអីបានជាសម្ដេចខ្លាចបដិវត្តហើយមើលឃើញរូបភាពណាគេយកផ្កាទៅឲ្យបែរជារត់ថាគេយកក្របបែកទៅឲ្យទៅវិញអាហ្នឹងដែលខ្ញុំនិយាយថាបងប្អូនមនុស្សឈួតណាមនុស្សបែកថ្នាំគឺជាមនុស្សដែលមើលឃើញផ្កាយនៅលើមេឃថាក្នុងដៃហ៊ុនសែនណាមើលឃើញលិមុខថាផ្កាមើលឃើញបន្លាថាស្បៃឥឡូវខ្ញុំសួរមើលគីប៉ុនអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំជ្រាបឱកាសសូបុនសូហែមជីវីយកអានេះមកបញ្យល់បងប្អូនយើងអញ្ចឹងឥឡូវយើងសួរថាហេតុអីបានហ៊ុនសែនខ្លាចបដិវត្តហេតុអីបានហ៊ុនសែនទៅពេញទៀតហ្នឹងបើហ៊ុនសែនមិនមែនជាឃាតករផងហ្នឹងបើហ៊ុនសែនមិនមែនជាជន់សង្គមហ្នឹងបើហ៊ុនសែនមិនធ្វើឲ្យគេជឿចាប់ផងហ្នឹងនៅក្នុងសង្គមមួយដែលមានការជិះជាន់គៀបសង្កត់គម្រាមកំហែងជញ្ជក់ឈាមធ្វើឲ្យមានការជឿចាប់បដិវត្តជារឿងតាំងតើប៉ុន្តែប្រទេសកម្ពុជាអរគុណសន្តិភាពក្រោមមនុស្សដ៏ត្រជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រកបដោយគតិបណ្ឌិតដ៏ឧត្តមថ្លៃថ្លាខ្ពង់ខ្ពស់ដែលជំរុញប្រជែកសម្រាប់កូនចៅចៅទូតចៅលុតចលានិងជាទេវតាចាប់ជាតិបពិធានសកៈទីរិស្រេចទេវតាលុយអាមិនបានជាហ៊ុនសែនខ្លាចបដិវត្តព្រោះឬមួយក៏អំពើអាក្រក់របស់គាត់វាបានคล้ายទៅជាស្រមោលអន្ទោលតាមប្រាណរាល់ពេលដែលមានពន្លឺបាញ់ឆ្វាចកាក់ក្តាគឺហ៊ុនសែនតែងតែខ្លាចស្រមោលខ្លួនឯងដោយគិតថាគេតាមលងតាមពិតអំពើអាក្រក់ណាស់ការរំយល់ពេលណាដែលវាដិតជាប់នៅក្នុងដួងចិត្តនិងសតិអារម្មណ៍របស់មនុស្សដែលគិតតែពីរឿងធ្វើអំពើអាក្រក់ទុច្ចរិតព្រៃផ្សៃឈ្នានេះធ្វើបាបគេណាគឺអាមីនឹងវាជ្រែកផ្លូវចិត្តធ្វើឲ្យមនុស្សនឹងសរសៃប្រសាទគិតតែពីរឿងអវិជ្ជមានមើលឃើញផ្កាថាជាក្របបែករត់រហូតអានេះខ្ញុំសួរមកបូព៌ាខ្ញុំថាសម្ដេចមិនមែនជាអញ្ចឹងដូចសូនរាថាគាត់មិនមែនជាឃាតករណាអានេះគាត់មិនមែនជិះជាន់គេណាសង្គមគាត់សបោសបាយទេតើហេតុអីបានជាទន្ទិញពាក្យបដិវត្តពាក្យបដិវត្តគ្មានទេវត្តមាននៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យបងប្អូនត្រូវចាំពាក្យបដិវត្តណាគឺវាមានតែក្នុងប្រទេសផ្ដាច់ការវាមានតែក្នុងប្រទេសកាប់សម្លាប់វាមានតែក្នុងប្រទេសជិះជាន់គៀបសង្កត់ណាច្បាច់កជញ្ជក់ឈាមគេតែប៉ុណ្ណោះតែសង្គមសម្ដេចអត់ផងអញ្ចឹងយកត្រូវនិយាយពាក្យហ្នឹងទេបើនិយាយពាក្យហ្នឹងហើយមកសង្គមនៅកម្ពុជាអរគុណសន្តិភាពតើតែសម្ដេចសរសៃប្រាសាទមកឈរហើយបើសម្ដេចមិនមែនសរសៃប្រាសាទតើសម្ដេចត្បាញធ្វើរឿងហ្នឹងដែលសម្ដេចដឹងខ្លួនច្បាស់ថាប្រជាជនទាំងមូលស្អប់សម្ដេចណាស់ហើយណាបើគេស្រឡាញ់ហ៊ុនសែនទូទាំងនគរចង់មានអ្នកណាទៅនាំធ្វើអីក៏គេអត់ទៅធ្វើដែរពួកគេស្រឡាញ់ហ៊ុនសែនហើយគ្មានអ្នកទៅធ្វើបដិវត្តផ្ដួលហ៊ុនសែនទេទោះតែហ៊ុនសែនដឹងច្បាស់ថាមនុស្សនៅក្នុងប្រទេសកម្ពុជា 90% ស្អប់ខ្ពើមគាត់ណាស់ទើបគាត់ខ្លាចអ្នកដែលគោះទ្វាហៅពគោះទ្វាហៅទុំមនុស្សលេខ90% ក្រោកឈរទៅហ៊ុនសែនគាត់ខ្លាចហ្នឹងប៉ុន្តែបើមិនសិនមនុស្ស 90% ស្រឡាញ់ហ៊ុនសែនតើមានអ្នកណាអាចទៅហៅមនុស្សឲ្យទៅវាយហ៊ុនសែនបានទេក៏អត់មានដាច់ខាតគឹមឡែមស្រន់អានេះជាណាការលើកឡើងបែបវិទ្យាសាស្ត្រជាទ្រឹស្ដីសិក្សាហើយខ្ញុំបញ្យល់បងប្អូនអំពីភាពវិជ្ជមាននិងអវិជ្ជមានរបស់បដិវត្តឥឡូវពាក្យថាពណ៌
អ្វីទៅហៅថាពណ៌បដិវត្តពណ៌វាភ្ជាប់ពីមុខពីពាក្យថាបដិវត្តមុខនឹងពណ៌មានន័យថាជាពណ៌សខ្មៅក្រហមលឿងទុំប្រផេះអាទាំងអស់នេះគេហៅថាពណ៌ដូចខ្ញុំហ៊ីលយូកំពុងតែពាក់អាវពណ៌ខ្មៅនិស្សិតខ្ញុំពណ៌ខ្មៅអានេះខ្ញុំពណ៌ស្រអែមខ្មែរអង្គរជ័យវរ្ម័នទី7ណាដែលមានសម្រស់ស្រស់លើកតារាភាពយន្តនៅក្នុងប្រទេសកម្ពុជាមុខសូនតារាអានឹងគឺគេហៅថាពណ៌ចុះបដិវត្តពណ៌មានន័យថាលាបពណ៌ចោតចាត់ចោតអញ្ចឹងខ្ញុំនិយាយពីដាពីណីមកហ្នឹងផ្ដល់និយមន័យឲ្យច្បាស់ទៅបងប្អូនឃើញព្រោះនៅក្នុងប្រធានបទខ្ញុំប្រធានបទទី1ដាក់ថាសម្ដេចលោកបដិវត្តពណ៌មិនដាច់ធ្វើបដិវត្តពណ៌ទី1ខ្ញុំបញ្យល់អំពីអ្វីដែលបដិវត្តតើបដិវត្តមានគុណសម្បត្តិនិងគុណវិបត្តិអីខ្លះហើយអ្វីទៅដែលពណ៌ហេតុអីបានខ្ញុំតាហ៊ុនសែនលោកហេតុអីបានខ្ញុំតាហ៊ុនសែនធ្វើតើបដិវត្តពណ៌ធ្លាប់គណៈបកប្រជាជនឬហ៊ុនសែនដែលឲ្យនិយមន័យទេអត់ដែលឲ្យនិយមន័យទីសូនរាទេអ្វីទៅមុននឹងឯងថាគេបដិវត្តពណ៌តើឲ្យនិយមន័យសិនទៅទៀតដល់ច្បាប់ដែលគេហៅថាជេរប្រមាថគឺគេមាននិយមន័យរបស់វាគឺជាពាក្យទាំងឡាយណាដែលមានពាក្យជេរព្រោះអក្សរសិលធម៌ដូចជាស្បាប់ទៅហែងអញមីងែងអាមឹងហងអានេះគេសេច្បាស់ហ្នឹងណាគេមានលក្ខគេមានគិតច្បាប់គឺច្បាស់លឹកអត់មានចេះនិយាយទៅពីផឹកទឹកអំពៅជេរប្រមាថដែរទេសាយខាលីឥឡូវអ្នកឯងថាគេបដិវត្តពណ៌អ្នកឯងឲ្យនិយមន័យសិនបដិវត្តមានន័យថាការផ្លាស់ប្ដូរទាំងស្រុងពណ៌មានន័យថាពណ៌អត់មានន័យទេខ្មែរដើម្បីខ្មែរចុះបដិវត្តពណ៌មានន័យថាលាបពណ៌ចាត់ចោតលាបពណ៌ចោតចាត់មិនមែនលាបពណ៌ចាប់ចោតលាបពណ៌ចោតចាត់តើបដិវត្តពណ៌នេះមានដើមកំណើតពីណាបដិវត្តពណ៌មានដើមកំណើតចេញពីពួកកុម្មុយនីសមិនមែនពួកប្រជាធិបតេយ្យសេរីទេបងប្អូនត្រូវចាំទៀតឥឡូវខ្ញុំនិយាយពីដើមកំណើតដោយសារអីពួកកុម្មុយនីសគេឲ្យឈ្មោះគេហៅថាពួកក្រហមម៉េចនេះបងប្អូនកុម្មុយនីសគឺក្រហមនេះជាពណ៌សូម្បីតែចម្រៀងស្នេហាជាតិចិត្តជលសាចម្រៀងជាតិរបស់ប៉ុលពតបងប្អូននឹងមិនទេទៅបើក YouTube ឈាមក្រហមច្រាលផ្ដើមចេញពីអានឹងមកក្រាលធរណីឈាមយុវជនឈាមកសិករឈាមកម្មករឈាមអ្នកស្នេហាជាតិមែនទេអានឹងគឺគេយកពណ៌ក្រហមជាតំណាងឲ្យបដិវត្តបើកាលណាគេនិយាយឲ្យហេតុអីបានគេហៅខ្មែរក្រហមគេហៅខ្មែរមកបងហេតុអីបានជានៅខ្មែរយើងធម្មតាគេអត់ហៅខ្មែរខ្មៅទេបងប្អូនដែលលើកពាក្យខ្មែរសឯងបងប្អូនមានតែលើកពាក្យខ្មែរលឿងទេបងប្អូនមានតែលើកពាក្យខ្មែរខៀវទេបងប្អូនមានតែលើកពាក្យខ្មែរស្រកអែមទេអត់ដែលលើទេលើតែពាក្យខ្មែរក្រហមចង់តែសើចមានន័យថាម៉េចមានន័យថាពួកកុម្មុយនីសគេយកឈ្មោះក្រហមនឹងជានិមិត្តរូបនៃនិមិត្តរូបបដិវត្តក្រហមមានន័យថាបដិវត្តជាឈាមបងប្អូនក្រហមមានន័យថាបដិវត្តជាឈាមអញ្ចឹងខ្មែរក្រហមមានន័យថាខ្មែរបដិវត្តបងប្អូនទៅស្ដាប់ចម្រៀងភ្លេងជាតិរបស់ប៉ុលពតគឺឈាមក្រហមច្រាលឈាមជនបដិវត្តនៅក្នុងលទ្ធិប្រជាធិបតេយ្យអត់មាននិយាយខ្មែរសខ្មែរក្រហមទេហ៊ុនសែនដេកភ័យចរិតស្រហៅមានតែពួកកុម្មុយនីសខ្មែរក្រហមមួយគត់ពួកកុម្មុយនីសផ្ដាច់ការមួយគត់ដែលមានពណ៌នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីបោះឆ្នោតអត់មានពណ៌ទេគឺមានតែសេរីភាពនិងការគោរពសិទ្ធិមនុស្សកំសត់អញ្ចឹងដើមកំណើតនៃការលាបពណ៌គឺពួកខ្មែរក្រហមដែលឲ្យឈ្មោះខ្លួនឯងថាខ្មែរក្រហមខ្មែរពណ៌ក្រហមមានន័យថាខ្មែរបដិវត្តឥឡូវយើងសួរមើលតើសង្គ្រោះជាតិខ្មែរអីសង្គ្រោះជាតិខ្មែរអីភ្លើងទៀនខ្មែរអីកម្មសខាខ្មែរអីហ៎បើអពតខ្មែរក្រហមអៀងសារីខ្មែរក្រហម
នួនជាខ្មែរក្រហមចុះកម្មសខាខ្មែរអីគីមស្រូជិកសម្ដេចឆ្លើយកម្មសខាខ្មែរអីសំរងស៊ីខ្មែរអីមានសម្ដេចទេដែលខ្មែរក្រហមមកដែលចេញពីខ្មែរក្រហមបញ្យងតាមលោកប្រធានសំរងស៊ីជាពូជខ្មែរក្រហមបណ្ដាញតែមួយសំភ័យឥឡូវសួរថានៅក្នុងប្រទេសកម្ពុជាអ្នកដែលហ៊ុនសែនចោទថាបដិវត្តពណ៌តើកម្មសខានឹងពណ៌អីបើប៉ុលពតដូចខ្ញុំនិយាយនេះប៉ុលពតគឺខ្មែរក្រហមអៀងសេរីគឺខ្មែរក្រហមខៀវសំផនគឺខ្មែរក្រហមឃើញទេហើយយកកម្មសខាខ្មែរអីហ៎សំស៊ីខ្មែរអីហ៊ុនសែនខ្មែរអីអត់ដល់អត់វិញនឹងមកអានឹងហើយដែលខ្ញុំទាំងអស់នឹងណាភ័ស្តុតាងដែលបញ្ជាក់ថាហ៊ុនសែនជាតលហិកលោកបដិវត្តពណ៌មិនដាច់គឺក្រោយពេលដែលហ៊ុនសែនកាត់ទោសកម្មសខាដោយអត់ភ័ស្តុតាងហើយបន្លាយពេល5ឆ្នាំបងប្អូនទោសធម្មតាហ៊ុនសែនកាត់តែ2ថ្ងៃមែនទេរឿងទោសក្បត់ជាតិកម្មសខានេះផ្អែកទៅលើវីដេអូដែលកម្មសខានិយាយតែម្នាក់ឯងសុទ្ធដែលអត់មានភ្ជាប់តាក់ទងបណ្ណាតអស់ហើយនិយាយហ្នឹងគឺអត់មានន័យអីទាំងអស់អាហ្នឹងគឺមានន័យថាហ៊ុនសែនលក់អត់ដាច់លក់អត់ដាច់មានន័យឲ្យច្បាស់ថាអញ្ចេះថាមនុស្សលែងជឿហ៊ុនសែនតែងតែយកលៀបពណ៌ខ្មែរគ្នាឯងនឹងចោទឲ្យចាប់ហ៊ុនសែនតែងតែលៀបពណ៌ខ្មែរគ្នាឯងដែលមានកំណត់ផ្ទុយពីគាត់ហ្នឹងថាជាខ្មាំងថាជាជនក្បត់ជាតិស៊ីឌីខ្មែរហើយចាប់ដល់តែពេលគាត់លក់អានឹងយូរទៅវាមនុស្សលែងជឿដល់មនុស្សលែងជឿគាត់ក៏ចង់ដើរចាប់គេទៀតប៉ុន្តែមិនដឹងជាមានហេតុផលអីបើសង្គ្រោះជាតិវាអត់មានកាភ្លើងទៀនវាអត់មានអាវុធមនុស្សនិយាយស្អីក៏វាអស់ហើយវាអស់លេះលីងហើយដល់អស់លេះលីងមានន័យម៉េចមានន័យថាហ៊ុនសែនចាប់ផ្ដើមដើរលក់អាពាក្យបដិវត្តពណ៌នឹងដើម្បីនិយាយបង្អើលមនុស្សមុនពេលបោះឆ្នោតបំភ័យមនុស្សលុកអាពាក្យបដិវត្តពណ៌ដើម្បីបំភ័យមនុស្សដោយដែលគេចោទមេឃសវណ្ណារា CAR ដើម្បីបំភ័យមនុស្សពេលប្រកាសសាវនាការសេចក្តីសម្រេចរបស់តុលាការទៅលើកម្មសខាកុំឲ្យមនុស្សនឹងក្រោកឈរតែប៉ុណ្្នឹងឯងអញ្ចឹងបច្ចុប្បន្ននេះណាហ៊ុនសែននឹងមនុស្សលែងជឿពីព្រោះរឿងករណីកម្មសខាមួយនេះធ្វើឲ្យហ៊ុនសែនខ្មាស់គេស្រាតខោកដោផ្សារនេះមកសុទ្ធទៅរឿងករណីកម្មសខានេះហ៊ុនសែនខ្មាស់គេឲ្យខ្មាស់ពិភពលោករកទោសក្បត់ជាតិកម្មសខាអត់ឃើញចាប់កម្មសខាដាក់គុកទាំងបំពេញហើយដើរទៅនិយាយលេងអានឹងណានៅពេលដែលហ៊ុនសែនលក់អត់ដាច់មានន័យថារបស់ដែលលក់ដាច់មានន័យថាម៉េចគេអត់ជឿគឺលក់មិនដាច់គេអត់ជឿគេលែងមហូបគេលែងហូបផលិតផលគេលែងប្រើគេអត់ជឿអញ្ចឹងហ៊ុនសែននៅតែអត់មានមធ្យោបាយណាដែលបង្ក្រាបខ្មែរក្រៅតែពីលៀបពណ៌ចោតចាប់ដោយមិនដែលហៅថាបដិវត្តពណ៌គឺលៀបពណ៌ចោតចាប់អានេះគឺនិយមន័យហើយបងប្អូនឥឡូវយើងមើលថាកម្មសខារកទោសក្បត់ជាតិអត់ឃើញទាំងបំពេញសុទ្ធសាធហើយរឿងនេះបាត់ភាសាដល់តែពេលហ៊ុនសែនចង់បំភ័យមនុស្សចង់បង្ក្រាបមនុស្សពេលដែលខ្លួនឯងចាស់កោងខ្នងមែនទេដល់លេងដើរចិត្តលេងរួចហើយគូតែកសាងកសលផលបុណ្យហ៊ុនសែនបង្កសាងការភ័យខ្លាចបន្តទៀតគឺគាត់ព្យាយាមអំពាវនាវលុបពាក្យបដិវត្តពណ៌ឥឡូវអត់ដាច់ទេហ៊ុនសែនធ្វើខ្លួនឯងចុងក្រោយណែឆាយគីបតាតើហ៊ុនសែនធ្វើបដិវត្តពណ៌យ៉ាងដូចម្ដេចបងប្អូនខ្ញុំឲ្យនិយមន័យបាញ់មិញគឺបដិវត្តពណ៌មានន័យថាលៀបពណ៌ចោតចាប់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
តើនរណាដែលលាបពណ៌ចោតចាប់មើលយើងនិយាយនៅក្នុងរបបប៉ុលពតអ្នកដែលជាប់ទុកនៅក្នុងគុកទួលស្លែងណាតើពួកគាត់ទាំងអស់នឹងដែលឆ្លោយចម្លើយសារភាពផ្ដិតមេដៃដៀបប៊ីចនូតើនរណាលាបពណ៌ចោតចាប់គាត់អ្នកទោសនៅក្នុងគុកទួលស្លែងទាំងអស់សុទ្ធតែត្រូវបានគេលាបពណ៌គេចោទថាជា CA ថាជា KGB ថាជាខ្មាំងហើយគេចោទហើយគេចាប់យកទៅសម្លាប់ទាំងអស់នៅក្នុងរបបហ៊ុនសែនអ្នកណាដែលមានគំនិតផ្ទុយពីហ៊ុនសែនណាគេយកអាពាក្យបដិវត្តពណ៌ហ្នឹងយកមកលាបពណ៌យកមកចោទយកមកចាប់យកទៅដាក់គុកនៅក្នុងរបបប៉ុលពតមែនទេអ្នកណាដែលផ្ទុយពីអង្គការគេចោទថាជាខ្មាំងជា CA ជា KGB គេចាប់គេយកទៅវាយចោលទម្រង់នៃរបបហ៊ុនសែននិងទម្រង់នៃរបបប៉ុលពតគឺតែមួយខុសគ្នាត្រង់តែវិធីមួយលាបពណ៌ចោតយកទៅវាយចោលរបបហ៊ុនសែនក៏សោតបែងលាបពណ៌ចោតចាប់ដាក់គុកនៅក្នុងរបបប៉ុលពតលាបពណ៌ចោតចាប់យកទៅវាយចោលនៅក្នុងរបបហ៊ុនសែនលាបពណ៌ចោតចាប់យកទៅដាក់គុកខុសគ្នាអាកន្ទុយចុងក្រោយវាយចោលនិងដាក់គុកឥឡូវយើងសួរមើលតើនៅក្នុងរបបប៉ុលពតជាពិសេសគណៈបកប្រជាជនដែលគេអះអាងថាគណៈបកប្រជាជនរបស់ខ្លួនជារបបប៉ុលពតនៅក្នុងរបបប៉ុលពតអ្នកដែលត្រូវបានគេយកទៅវាយចោលគ្រប់គ្នាសុណាំថៃតើអ្នកទាំងអស់នឹងសិតតែជាមនុស្សដែលសមគេវាយចោលទេអត់ទេសិតតែត្រូវបានពួកខ្មែរក្រហមលាបពណ៌សិនណាលាបពណ៌ចោតចាប់យកទៅវាយចោលដូចគ្នាឥឡូវនេះដូចជាថាច់សិដ្ឋាលាបពណ៌ចោតចាប់យកទៅដាក់គុកដូចជាសេងធីរីចន្ទទីសេងធីរីគាត់មានបង្កស្អីវ៉ុនគាត់មានទៅលួចជាតិស្អីគាត់សេងធីរីលាបពណ៌ចោតចាប់យកទៅដាក់គុកហើយកឹមសុខាលាបពណ៌ចោតចាប់យកទៅដាក់គុកអញ្ចឹងសំរងស៊ីលាបពណ៌ចោតផ្ដាំទាទូ200ឆ្នាំឥឡូវយើងសួរតាសំរងស៊ីក៏មានដែរសម្រាប់រួយមួយអត់តាគង់គំលាបពណ៌ចោតចាក់ខ្លំផ្ទះណាសុនឆៃលាបពណ៌ចោតចាក់ខ្លំទ្រព្យសម្បត្តិណាទាំងអស់ណាបើយើងមើលយុទ្ធនាការអ្នកដែលកំពុងតែធ្វើបដិវត្តពណ៌បច្ចុប្បន្នហ្នឹងគឺហ៊ុនសែនខិនប៉ុនសូនវេហា7Cចូលបង្ហាញថាអ្វីដែលសូនត្រានិយាយខុសឥឡូវហ៊ុនសែនថាកម្មសិក្ខាទៅបដិវត្តពណ៌តើកម្មសិក្ខាមានតែចោតចាប់ហ៊ុនសែនពីកាយឥឡូវថាសំរងស៊ីធ្វើបដិវត្តពណ៌តើសំរងស៊ីមានតែចោតចាប់ហ៊ុនសែនពីកាយឥឡូវថាណែថាច់សិដ្ឋាធ្វើបដិវត្តពណ៌តើថាច់សិដ្ឋាមានតែចោតចាប់ហ៊ុនសែនពីកាយឥឡូវថាតាគង្គំធ្វើបដិវត្តពណ៌កៅសុជាតិថាតើការតាគង្គំតែចោតចាប់ហ៊ុនសែនពីកាយឥឡូវថាសុនឆៃឬក៏អ្នកដទៃឥឡូវថាគណៈបកសង្គ្រោះជាតិទាំងអស់ហ្នឹងមានតែចោតចាប់ហ៊ុនសែនពីកាយចំណុចទី1បាត់ដំបងជីងដែលខ្ញុំថាហ៊ុនសែនធ្វើបដិវត្តពណ៌ហាក់គំហៀងពីព្រោះហ៊ុនសែនចោតលាបពណ៌ចោតចាប់យកទៅដាក់គុកតើហ៊ុនសែនលាបពណ៌កម្មសិក្ខាថាអីថាក្បត់ជាតិខុបខិតជាមួយបរទេសតើហ៊ុនសែនចោតសំរងស៊ីអីក្បត់ជាតិ3ចំនួនអានឹងសិតវិរៈសុខសួរថាតើពាក្យទាំងអស់ហ្នឹងកើតចេញពីណាសិតកើតចេញពីគណៈបកប្រជាជនទាំងអស់តើពាក្យបដិវត្តពណ៌កើតពីណាមកទៀតសង្គមក្លិន
ពាក្យបដិវត្តពណ៌ក៏កើតពីមាត់ហ៊ុនសែនអ្នកបង្កើតពាក្យបដិវត្តពណ៌គឺជាអ្នកដែលកំពុងទៅលេបពណ៌គេចំណុចទី2ដែលជាភ័ស្តុតាងបញ្ជាក់ថាហ៊ុនសែនកំពុងធ្វើបដិវត្តពណ៌គឺហ៊ុនសែនប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យដែលតម្រូវឲ្យមានការប្រកួតប្រជែងតាមការបោះឆ្នោតប៉ុន្តែហ៊ុនសែនអត់ប្រកួតប្រជែងតាមការបោះឆ្នោតទេគឺហ៊ុនសែនប្រើតឡាការចោទលេបពណ៌ដើម្បីកំទេចវាយដៃគូខ្ចាច់ខ្ចាយមិនឲ្យមាននរណាទៅចូលរួមបោះឆ្នោតបានចូលរួមតែគណៈបកខ្សោយឬក៏អាយ៉ងរបស់គាត់ស៊ីឌីខ្មែរអានឹងគឺធ្វើបដិវត្តពណ៌ហើយខ្ញុំថាចឹងបងប្អូនខ្ញុំត្រឡប់ទៅខាងដើមវិញបដិវត្តអេមន្ត្រានឹងមិនបដិវត្តដែលខ្ញុំឧទាហរណ៍ថាបដិវត្តមានន័យថាការប្រែប្រួលទាំងស្រុងដោយលន់ធ្វើបដិវត្តគឺប្រែរបបពីសង្គមរាជនិយមទៅសាធារណរដ្ឋប៉ុលពតធ្វើបដិវត្តគឺស៊ីណាទៅប្រែរបបពីសាធារណរដ្ឋទៅរបបកុម្មុយនីសកាប់សម្លាប់ហ៊ុនសែនធ្វើបដិវត្តគឺប្រែពីរបបកាប់សម្លាប់ប៉ុលពតមករបបអគុណសន្តិភាពនេះមិនធ្វើបដិវត្តឧទាហរណ៍ថានៅក្នុងប្រទេសចិនបកកុម្មុយនីសតែមួយមានការផ្លាស់ប្ដូរមេដឹកនាំចិនដាពៅអត់ធ្វើបដិវត្តទេនៅក្នុងប្រទេសវៀតណាមអត់ធ្វើបដិវត្តទេនៅក្នុងប្រទេសអាមេរិកមានការផ្លាស់ប្ដូរមេដឹកនាំនៅក្នុងប្រទេសជប៉ុននៅក្នុងប្រទេសថៃអត់មានបដិវត្តទេនៅក្នុងប្រទេសប្រជាធិបតេយ្យប្រទេសកម្ពុជាអត់មាននរណាចង់ផ្ដួលរំលំរបបរាជានិយមទេអត់មាននរណាចង់កែរដ្ឋធម្មនុញ្ញទេទៅផ្ដួលរដ្ឋធម្មនុញ្ញទេរដ្ឋធម្មនុញ្ញគេកែបាននេះអត់មាននរណាទៅផ្ដួលរដ្ឋធម្មនុញ្ញទេប៉ុន្តែផ្ទុយទៅវិញហ៊ុនសែនមានអំណាចពេញដៃធ្វើអីស្រេចតែចិត្តក៏ជាបដិវត្តដែរហ៊ុនសែនមានអំណាចកែប្រែច្បាប់រដ្ឋធម្មនុញ្ញតាមចិត្តដែលខ្លួនឯងចង់ធ្វើដើម្បីធ្វើបាបអ្នកដទៃទៅចោទលេបពណ៌ដទៃអានឹងក៏ជាបដិវត្តដែរបើយើងមើលបច្ចុប្បន្នណាជនរងគ្រោះនៅក្នុងរបបប៉ុលពតគឺពលរដ្ឋត្រូវបានគេលេបពណ៌គេចោទហើយគេចាប់យកទៅវាយចោទនៅក្នុងរបបហ៊ុនសែនត្រូវបានគេលេបពណ៌ដេវីតខ្មែរហើយគេចោទគេចាប់យកទៅដាក់គុកចឹងសរុបសេចក្តីមកបងប្អូនពិចារណាមើលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាតើនរណាលាបពណ៌ចោទចាប់តើសំរងស៊ីលាបពណ៌ចោទចាប់កឹមសុខាលាបពណ៌ចោទចាប់សនតារាលាបពណ៌ចោទចាប់ឬក៏ហ៊ុនសែននិងបកពួកហ៊ុនសែនដើរលាបពណ៌ចោទចាប់គេកុសលតែម្នេះឈឹមសុធាចឹងបានជានៅក្នុងប្រធានបទទី1នេះខ្ញុំនិយាយវែងប្រធានបទទី2អមនេះចំណានស្មាខ្ញុំថាហ៊ុនសែនលោកបដិវត្តពណ៌មិនដាច់ធ្វើបដិវត្តពណ៌តាមពិតអ្នកដែលកំពុងធ្វើបដិវត្តពណ៌គឺហ៊ុនសែនហើយបើហ៊ុនសែនប្រកាសកំទេចបដិវត្តពណ៌ត្រូវកំទេចខ្លួនឯងមុនព្រោះខ្លួនឯងកំពុងតែធ្វើបដិវត្តពណ៌ព្រោះអ្នកដតីគេគ្រាន់តែចង់បានការដែលចង់ឲ្យគោរពសិទ្ធិមនុស្សមិនមែនជាបដិវត្តពណ៌ទេជាការធ្វើបុណ្យឧទាហរណ៍ថាអង្វរហ៊ុនសែនឬក៏អង្វរនរណាម្នាក់កុំឲ្យសម្លាប់សត្វមិនមែនជាការធ្វើបដិវត្តទេគឺជាការជួយសង្គ្រោះជីវិតមនុស្សការសុំឲ្យកម្ពុជាមានសេរីភាពមិនមែនជាការធ្វើបដិវត្តទេការគំរាមកំហែងមនុស្សបានធ្វើបដិវត្តបំបិទសិទ្ធិសេរីភាពគេបច្ចុប្បន្នតែអ្នកណាទៅបំបិទសិទ្ធិសេរីភាពអ្នកណាហ៊ុនសែនដើរបំបិទសិទ្ធិសេរីភាពគេអានេះធ្វើបដិវត្តការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញសេរីភាពនៅក្នុងការបញ្ចេញមតិមិនមែនជាការធ្វើបដិវត្តទេខ្ទប់មាត់គេដូចជាហ៊ុនសែនបច្ចុប្បន្នដើរខ្ទប់មាត់គេនឹងបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទុកទៅប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងអានឹងបានគេហៅធ្វើបដិវត្តគឺធ្វើបដិវត្តប្រជាធិបតេយ្យរបបប្រជាធិបតេយ្យគឺត្រូវមានរបបសារព័ត៌មានតុល្យភាពអ្នកណាក៏អាចនិយាយបានអ្នកណាក៏មានវិទ្យុអ្នកណាក៏មានទូរទស្សន៍ដែរត្រូវមានស្មើគ្នាឬក៏តាមធនធាននៅក្នុងប្រទេសកម្ពុជាសួរថាតើគណៈបកដទៃទៀតមានវិទ្យុមានទូរទស្សន៍ទេសូម្បីតែ Facebook សូម្បីតែព័ត៌មាន VOD តូចមួយក៏ត្រូវគេកំទេចចោលអត់មានទេហ៊ុនសែនធ្វើបដិវត្តគឺហ៊ុនសែនកំទេចរបបប្រទេសប្រជាធិបតេយ្យដាក់ប្រទេសទៅជារបបកុម្មុយនីសផ្ដាច់ការនៅកូរ៉េដែលមានប្រព័ន្ធផ្សព្វផ្សាយតែមួយគឺប្រព័ន្ធផ្សាយគណៈបកជនហ៊ុនសែនកំពុងធ្វើបដិវត្តតើឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីមិនមែនជាការធ្វើបដិវត្តទេ
ការសម្លាប់ប្រតិប្រជាធិបតេយ្យសេរីហ៊ុនសែនណាចាំថ្លាយ៉ាជីទើបជាការធ្វើបដិវត្តសរុបសេចក្តីវីដេអូសូនតារាថ្ងៃនេះបើបងប្អូនស្ដាប់នៃបដិវត្តពណ៌អ្នកដែលកំពុងធ្វើបដិវត្តពណ៌កំទេចកម្ពុជាគឺហ៊ុនសែនបើហ៊ុនសែនចង់កំទេចអ្នកដែលធ្វើបដិវត្តពណ៌ហ៊ុនសែនត្រូវកំទេចខ្លួនឯងមុនឥឡូវបើយើងគ្រាន់តែចង់ឲ្យប្រទេសកម្ពុជាមានសេរីភាពមានការគោរពសិទ្ធិមនុស្សមានលទ្ធិប្រជាធិបតេយ្យហើយនរណាក៏អាចដើរហើររស់ដោយធ្វើនយោបាយបានដូចគ្នាសំរងស៊ីក៏គាត់ជាខ្មែររឿងអីបានសំស៊ីធ្វើនយោបាយបានកម្មសខារឿងអីបានចាប់គាត់គុកទៅបាត់មកធ្វើនយោបាយចាប់កម្មសខាគឺជាការបដិវត្តពណ៌ព្រោះអ្នកឯងលៀបពណ៌កម្មសខាថាជាជនក្បត់ជាតិហើយចោទចាប់គេខ្ទប់សំរងស៊ីគឺជាការធ្វើបដិវត្តពណ៌ព្រោះអ្នកឯងលៀបពណ៌សំរងស៊ីហើយខ្ទប់មិនឲ្យគេចូលធ្វើនយោបាយហាមគេធ្វើនយោបាយគឺជាបដិវត្តពណ៌ពីព្រោះរដ្ឋធម្មនុញ្ញមិនបានហាមខ្មែរណាមិនឲ្យធ្វើនយោបាយទេដកសិទ្ធគេមិនឲ្យធ្វើនយោបាយសួងឈីនគឺជាការធ្វើបដិវត្តពណ៌ពីព្រោះនៅក្នុងពិភពលោកយ៉ាងនេះគ្មាននរណាមានសិទ្ធដកខ្មែរមិនឲ្យធ្វើនយោបាយអ្នកដែលដកសិទ្ធគេមិនឲ្យធ្វើនយោបាយគឺធ្វើបដិវត្តពណ៌សុផាន់រិទ្ធអង្គអញ្ចឹងដូច្នេះសរុបសេចក្តីមកដែលខ្ញុំនិយាយណាអេងវណ្ណរាគោដូចភ្នំច្រកមកបាវនីតិសន្តិភាពគឺអ្នកដែលធ្វើបដិវត្តពណ៌គឺហ៊ុនសែនអញ្ចឹងបើហ៊ុនសែនស្អប់បដិវត្តពណ៌កំទេចបដិវត្តពណ៌ត្រូវកំទេចខ្លួនឯងមុនបើគណៈបកប្រជាជនស្អប់បដិវត្តពណ៌ត្រូវស្អប់ហ៊ុនសែនដែលកំពុងធ្វើបដិវត្តពណ៌ប្រទេសកម្ពុជាជាប្រទេសយើងទាំងអស់គ្នាឈ្នះចាញ់ទុកឲ្យប្រជាជនជាអ្នកសម្រេចហេតុអីបានជាឯងដើរធ្វើបាបគេពេជ្រវិឆ័យហេតុអីបានជាឯងប្រេងផ្សៃណាចាប់ចងគម្រាមកំហែងគេណាអាកន្លែងនេះណាខ្លាធំជាការបំភ្លឺច្បាស់ថ្ងៃនេះកន្លងមកក្នុងប្រវត្តិសាស្ត្រដែលមានអ្នកណាបំភ្លឺរឿងពាក្យបដិវត្តពណ៌គុណវិបត្តិនិងគុណសម្បត្តិនៃបដិវត្តតើនរណាធ្វើបដិវត្តពណ៌ពិតប្រាកដហ៊ុនសែនកំពុងតែធ្វើបដិវត្តពណ៌ការបងប្អូនណាបើនិយាយខ្លីទៅបដិវត្តពណ៌គឺការកលាប់ទាំងស្រុងដោយហ៊ុនសែនបំផ្លាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមានគាត់បដិវត្តពណ៌ផ្ទុយពីលទ្ធិប្រជាធិបតេយ្យវាអត់ស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យហ៊ុនសែនចាត់គូប្រកួតដាក់គុកដូចនៅរុស្ស៊ីឃើញទេមិនមែនជាប្រជាធិបតេយ្យគឺប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យអញ្ចឹងអ្នកដែលប្រឆាំងនឹងគោលការណ៍ប្រជាធិបតេយ្យគឺប្រឆាំងគោលការណ៍រដ្ឋធម្មនុញ្ញគឺប្រជាធិបតេយ្យសេរីបូព៌ាអ្នកដែលប្រឆាំងជាមួយនឹងសិទ្ធិមនុស្សគឺប្រឆាំងគោលការណ៍រដ្ឋធម្មនុញ្ញអ្នកដែលប្រឆាំងនឹងសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់បិទប្រព័ន្ធផ្សព្វផ្សាយគឺប្រឆាំងរដ្ឋធម្មនុញ្ញទាំងអស់នេះមិនមែនជាពួកយើងទេរំមេតាអូនអ្វីទាំងអស់នេះសិតតែធ្វើដោយហ៊ុនសែនទាំងអស់អញ្ចឹងអ្នកដែលធ្វើបដិវត្តពណ៌គឺហ៊ុនសែន Strongman ប្រិយមិត្ត share វីដេអូនេះកាន់ប្រិយមិត្តដទៃទៀត Cambodia ចម្រើនសុខទូរទស្សន៍សូនតារាអុកគីដេស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ខ្ញុំសូមចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនប្រកបដោយគតិបណ្ឌិតដ៏ឧត្តមថ្លៃថ្លាខ្ពង់ខ្ពស់ដែលជាមនុស្សប្រតិចសម្រាប់កូនចៅទូតចៅលោកចៅលឿននឹងជាទេវតាចាប់ជាតិមកប្រធានសកទីរិទ្ធទេវតាថាខ្ញុំប្រឆាំងនឹងកំទេចបដិវត្តពណ៌ដោយសម្ដេចដែរប៉ុន្តែត្រូវសួរថាតើនៅកម្ពុជាបច្ចុប្បន្ននរណាកំពុងតែធ្វើបដិវត្តពណ៌ខ្ញុំចូលរួមជាមួយសម្ដេចកំទេចបដិវត្តពណ៌ប្រធានបទទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតស៊ូមជាតិអ្វីដែលហ៊ុនសែនធ្វើបានសឿងអ៊ីបរៀមកេនិងអ្វីដែលហ៊ុនសែនមិនអាចធ្វើបានប្រធានបទនេះនិយាយ2នាទីចុះយើងចូលទៅដល់របៀបវគ្គចុងក្រោយសំណួរចម្លើយនឹងបញ្ហាផ្សេងៗ 2-3 នាទីចុះអានឹងអមកុំឲ្យថាមានតែមួយទៅវាដកដង្ហើមមិនរួចចេញហេងប្រមុខរដ្ឋស្ដីទីយើងប្រជាពលរដ្ឋខ្មែររួមគ្នាប្រឆាំងនឹងបដិវត្តពណ៌គឺរួមគ្នាប្រឆាំងជាមួយនឹងការលាបពណ៌ចោទចាប់គេដាក់គុកក្រោកឈរទាំងអស់គ្នាប្រឆាំងជាមួយនឹងការលាបពណ៌ចោទចាប់គេដាក់គុកការលាបពណ៌និងការចោទចាប់គេដាក់គុកនឹងហើយគឺជាទម្រង់នៃបដិវត្តពណ៌ដោយអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនសប្តាហ៍
យើងរួមគ្នាកុំតិចបដិវត្តតឥឡូវយើងចូលដល់អ្វីដែលហ៊ុនសែនធ្វើបាននិងអ្វីដែលហ៊ុនសែនធ្វើមិនបានអ្វីដែលហ៊ុនសែនធ្វើបានគឺរឿងកប៉ិចកប៉ុកអង្គកប៉ុងឧទាហរណ៍រឿងកងោកមួយឧទាហរណ៍តែ3 4ចុះទី2រឿងស្រីឆ្លោះគ្នាក្នុង Facebook អាហ្នឹងណារឿងចាក់អ្នកលេង TikTok ដែលបញ្ចេញទស្សនៈរិះគន់សង្គមដាក់គុកអានោះហ៊ុនសែនធ្វើបានរឿងកំតិចតារាចម្រៀងរ៉េបអាហ្នឹងហ៊ុនសែនធ្វើបានអានេះរឿងហ៊ុនសែនដែលហ៊ុនសែនធ្វើមិនបានដូចជារឿងអីបនរិទ្ធីរឿងថ្មីនេះខ្ញុំឃើញអត្ថបទអាយដាមអេងជាអៀងខ្ញុំអានទៅស្រាប់តែអ៊ូលដើមកដឹងខ្លួនគាត់សរសេរបែបណាអត្ថាធិប្បាយល្អដែលមានអត្ថន័យជាអក្សរសិល្ប៍គាត់ប្រៀបធៀបរវាងកងោកនិងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ក្មេង2នាក់បង់លុយ500បងប្អូនមែនទេខ្ញុំចុកចាប់ណាស់អានឹងហ៊ុនសែនធ្វើអត់បានទេរឿងឧទាហរណ៍មួយប្រៀបធៀបរវាងរឿងកប៉ិចកប៉ុករឿងអ្នកលក់លេឆ្លុះគ្នាកុសលបែងហ៊ុនសែនធ្វើបានរឿងចាប់ TikTok ដាក់គុកហ៊ុនសែនធ្វើបានរឿងចាប់តារាចម្រៀងហ៊ុនសែនធ្វើបានរឿងចាប់ជនពិការសែងជនពិការនៅតាកែវដាក់គុកពីបុលអង្គហ៊ុនសែនធ្វើបានប៉ុន្តែរឿងជាតិធំដូចជារឿងរោងចក្របិទទ្វារឲ្យរោងចក្របើកទ្វារបង្កើតការងារឲ្យពលករឲ្យកម្មករខ្មែរសម្ដេចធ្វើអត់បានលើបងប្អូនពិចារណាមួយចង់ឲ្យសម្ដេចធ្វើបានមួយណាបើសិនជាសម្ដេចធ្វើរឿងកងោកត្រូវមួយយ៉ាងខ្ញុំមិនថាទេរឿងនឹងអ្នកណាក៏ធ្វើបានដែរហើយនឹងសម្ដេចធ្វើរឿងឲ្យរោងចក្រមានការងារធ្វើបើសម្ដេចធ្វើបាន2នេះរវាងសម្ដេចធ្វើរឿងកងោកនិងសម្ដេចធ្វើឲ្យមានរោងចក្រមានការងារធ្វើតើការធ្វើបានមួយណាដែលប្រសើរទិសកោដែនដីរឿង Nagavel ធីរាខ្មែរមហានគរហ៊ុនសែនធ្វើអត់បានទេហើយចាប់ប្រធានសហជីពដាក់គុកទៀតអានេះធ្វើបានរឿងចាប់ដាក់គុកហ៊ុនសែនធ្វើបានរឿងជួយមនុស្សហ៊ុនសែនធ្វើអត់បានទេឧទាហរណ៍រឿង Nagavel រឿងចាប់ Nagavel ដាក់គុកហ៊ុនសែនធ្វើបានរឿងជួយ Nagavel ហ៊ុនសែនធ្វើអត់បានទេរឿងឆេះកាស៊ីណូនៅប៉ោយប៉ែតថាច់បូណាហ៊ុនសែនធ្វើអត់បានទេមិនដឹងជាសាច់ញាតិក្រុមគ្រួសារហ្នឹងយ៉ាងម៉េចទៅហើយឥឡូវណារឿងការពារព្រៃឈើគាត់ធ្លាប់និយាយថាបើការពារមិនបានកាត់ក្បាលខ្លួនឯងចោលឥឡូវនេះព្រៃឈើនៅដដែលក្បាលអត់ទៅណាទេនៅលើកដដែលហ៊ុនសែនធ្វើអត់បានធ្វើបានទេណារឿងគ្រឿងញៀនពេញប្រទេសហ៊ុនសែនធ្វើអត់បានទេហៀងរតនារឿងលុបស្ទឹងលុបបឹងលុបសមុទ្រហ៊ុនសែនធ្វើអត់បានទេស៊ីនឌីខ្មែររឿងឈូសភ្នំហ៊ុនសែនធ្វើអត់បានទេរឿងរកការងារឲ្យខ្មែរធ្វើកាត់បន្ថយចំណាក់ស្រុកទៅប្រទេសថៃហ៊ុនសែនធ្វើអត់បានទេអញ្ចឹងសរុបសេចក្តីមកខ្លាធំខ្មែរដើម្បីខ្មែរហ៊ុនសែនធ្វើបានរឿងកប៉ិចកប៉ុកកដបកវែករឿងក្តិចស្មៅរឿងបេះស្វាយព្រីបប៉ាជ្រោប៉ុន្តែរឿងដែលមានលក្ខណៈផ្
ផ្ដល់ផលប្រយោជន៍ជាតិជាធំរឿងដែលបំរើឲ្យផលប្រយោជន៍ជាតិណាសូមបុណ្យសូមហ៊ុនសែនធ្វើអត់បានហើយបងប្អូនចាំមើលអ្វីដែលសូនតារានិយាយនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គមនេះមានន័យថាបងប្អូនណាអាចស្ដាប់សូនតារាហើយយកវាទៅឆ្លុះមើលនៅក្នុងសង្គមហ៊ុនសែនបច្ចុប្បន្នអ្វីដែលហ៊ុនសែនធ្វើបានកុំឆ្ងល់ឲ្យតែឃើញហ៊ុនសែនប្រកាសធ្វើសម្បើមអារឿងហ្នឹងគឺជារឿងកប៉ិចកប៉ុកទេអារឿងធំដែលប្រជាជនដេកបន់ព្រះសពះទេវតាសូមឲ្យសម្ដេចធ្វើនឹងសម្ដេចអត់ធ្វើទេជាពិសេសត្រឡប់ទៅវិញខ្ញុំឃើញអត្ថបទអាដាមអេងឆ្អៀងគាត់សរសេរមួយខ្ញុំឲ្យតែនិយាយអាហ្នឹងព្រឺរោមមកសង្ហោចិត្តជីវិតមនុស្សថោកទាបនៅក្នុងរបបហ៊ុនសែនខេមរាជាមិនគួរណាថោកទាបបុកស្លាប់ក្មេងប្រុស2នាក់បង់500បងប្អូនអញ្ចឹងហើយធ្វើមនុស្សបុកមនុស្សសម្លាប់ហ្មងខ្ញុំនិយាយរឿងមួយឥឡូវយើងចូលទៅដល់ផ្សេងចុះនេះពិសេសច្បាប់មានពេលខ្លះគេត្រូវបដូរវាភ្លាមច្បាប់គេមិនដែលទុកវាព្រោះច្បាប់គោលបំណងរបស់វាបង្កើតឡើងដើម្បីការពារមិនមែនបង្កើតឡើងដើម្បីសម្លាប់ទេបើច្បាប់នឹងបង្កើតឡើងដើម្បីការពារប៉ុន្តែមានន័យសម្លាប់ណាគេដូរភ្លាមអានថៃសម្បូរគេដូរភ្លាមឧទាហរណ៍ចេះច្បាប់គេចែងថាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងចៃដន្យនិងអចេតនាអានេះខុសមកណាយើងអាចឲ្យនិយមន័យគេបានទេយើងអាចនិយមន័យថាគ្រោះថ្នាក់ចរាចរណ៍ត្រូវកដោភ្លាមកុំថាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងចៃតនានិងអចេតនឹងជារឿងអចេតនាអានេះកុំនិយាយពាក្យហ្នឹងពីព្រោះវាធ្វើឲ្យមនុស្សមានចេតនាសម្លាប់មនុស្សដោយប្រើច្បាប់គ្រោះថ្នាក់ចរាចរណ៍ទៅសម្លាប់មនុស្សហើយអត់ជាប់គុកទេព្រោះនោះវាអចេតនាទៅគ្រោះថ្នាក់ចរាចរណ៍គឺជារឿងចៃដន្យនិងអចេតនាកុំឲ្យយមន័យចុះបើសិនឲ្យយមន័យឲ្យយមន័យថាម៉េចគ្រោះថ្នាក់ចរាចរណ៍គឺជាការបំពានច្បាប់ចរាចរណ៍ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ណាផ្សេងអានឹងត្រូវរាល់គ្រោះថ្នាក់ចរាចរណ៍គឺសុទ្ធតែកើតចេញពីការបំពានច្បាប់ចរាចរណ៍ដល់ទៅពេលអញ្ចឹងពេលដែលគ្រោះថ្នាក់ចរាចរណ៍គេយកមកវាស់គេយកគំនូសគេយកលបឿនគេយកគ្រឿងស្រវឹងឃើញទេគ្រោះថ្នាក់ចរាចរណ៍តែងតែមានអ្នកខុសនិងមានអ្នកត្រូវមិនអាចមានអ្នកត្រូវទាំងអស់ទេគេយកអតិភិបអញ្ចឹងគេយកមកវាស់ត្រូវឲ្យនិយមន័យថាគ្រោះថ្នាក់ចរាចរណ៍គឺជាសកម្មភាពទាំងឡាយណាដែលបំពានទៅលើច្បាប់ចរាចរណ៍ដែលមានចែងនៅក្នុងលម្អិតនៅក្នុងច្បាប់ចរាចរណ៍យើងថាចេះគឺជាសកម្មភាពដែលកើតឡើងចេញពីការបំពាននានាណែកុំថាវាជារឿងចៃដន្យកុំថាវាជារឿងអចេតនាមួយទៀតបើសិនជាវាអចេតនាត្រូវច្បាប់ចែងច្បាប់ធ្វេសប្រហែសពីព្រោះនេះមានច្បាប់ធ្វេសប្រហែសក៏ត្រូវមានទោសជាប់គុកដែរនៅលើច្បាប់ធ្វេសប្រហែសឬការប្រើអាវុធឬការបើកបរធ្វេសប្រហែសគឺនាំឲ្យស្លាប់បើការធ្វេសប្រហែសនោះនាំគាត់ឲ្យកតាស់ផ្ដាសាយអត់ទេបើធ្វេសប្រហែសនាំឲ្យស្លាប់និយាយថាច្បាប់ចរាចរណ៍គឺជាការបំពានគឺជាគ្រោះថ្នាក់ដែលកើតចេញពីការបំពានច្បាប់នានានិងជាការធ្វេសប្រហែសដល់ចេតនាអញ្ចឹងយកឲ្យនិយមន័យទៀតធ្វេសប្រហែសនៅលើដងផ្លូវគឺបណ្ដាលមនុស្សស្លាប់អញ្ចឹងមនុស្សដែលធ្វេសប្រហែសត្រូវមានទោសកម្រិតប៉ុណ្ណេះហើយខ្ញុំថាចឹងទេបងប្អូនឥឡូវខ្ញុំឲ្យនិយមន័យរឿងមួយទី2គេថាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងអចេតនាឃើញទេហើយបើសិនជារបួសគឺបុគ្គលដែលបង្កត្រូវសងគេអស់ត្រូវព្យាបាលជំងឺអស់មួយជីវិតណែស្លាប់បង់2លានអញ្ចឹងមានន័យថាម៉េចបងយល់ន័យខ្ញុំនិយាយមានន័យថាសម្លាប់មនុស្សច្បាប់អញ្ចឹងណាបងប្អូនច្បាប់នឹងសម្លាប់មនុស្សអស់ច្រើនណាខ្ញុំនិយាយមកដល់ពេលនេះខ្ញុំអួលចង់ស្រក់ទឹកភ្នែករហូតពួកក្រុមហ៊ុនបើកបរទៅខ្សឹបប្រាប់តកង់ឡានហៅប្រជុំថាណែតកង់ឡានទាំងអស់ឡានដឹកដីឡានកាមីយ៉ុងឡានដែល
container ឡានអីផ្សេងៗណាបើថាគ្រោះថ្នាក់ចរាចរណ៍កាន់ឲ្យងាប់ពីព្រោះបើសិនជាឲ្យរស់ដឹកទៅពេទ្យអស់លុយច្រើនណាស់ក្រុមហ៊ុនចេញច្រើនហើយធ្វើម៉េចក៏ដោយកាន់ឲ្យងាប់រត់ឲ្យរួចຕົកតឡានទៅបានហើយដោះស្រាយយ៉ាងច្រើនចូលបុណ្យ2លានទេបងប្អូនខំរមនីជីវិតខ្មែរយើងថោកទាបជាងសត្វក្នុងរបបហ៊ុនសែនខ្ញុំនិយាយមកដល់ចំណុចនេះខ្ញុំស្ទើរតែស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកស្ទើរតែខ្លាចជាឈាមមានពេលខ្លះបងប្អូនបែរជាធ្លាប់ឃើញបុកហើយគាត់តែគៀមិនបុកទេណាគាត់តែគៀគ្នាដួលធ្លាក់តាមផ្លូវគ្នាមានប្រពន្ធមានកូនគ្នាងើបអត់អីផងស្រាប់តែងាកក្រោយឡានថយមកកិនសម្លាប់ទាំងប្តីទាំងប្រពន្ធទាំងកូនណាបងប្អូនគ្នាលើកដៃថាកុំគ្នាងើបជាប់ម៉ូតូងើបមិនទាន់រួចនោះមានអ្នកខ្លះទៅខ្ញុំឃើញធ្លាប់ឃើញរឿងមួយនោះពេលដែលឃើញអញ្ចឹងទៅឡានថយមកកិនអញ្ចឹងខ្លួនជាប់ម៉ូតូឡានអាយ៉ែថយមកកិនសម្លាប់ពីព្រោះបើសម្លាប់មនុស្សឆាននេះទីនេះវាអចេតនាបើទុកឲ្យរស់គឺបងលុយច្រើនមានអ្នកខ្លះសុកចិត្តសល់ទាំងហើមបោះកូនឲ្យឆ្ងាយឲ្យធ្លាក់ចូលទៅក្នុងបឹងនេះចឹងទៅឃើញទេសុកចិត្តមនុស្សនៅទាំងរស់ថយមកជន់សម្លាប់គ្នាច្រើនណាស់នៅក្នុងប្រទេសកម្ពុជានិយាយមកដល់តនេះសោកសៅណាស់ហើយខ្ញុំជឿថាប្រហែលជាបងប្អូនស្រក់ទឹកភ្នែកធ្លុតរំលួលពេលដែលឃើញច្បាប់នៅក្នុងរបបហ៊ុនសែនហើយខ្ញុំជឿថាឥឡូវនេះគេកែប្រែហើយច្បាប់នឹងគេលែងមានហើយបើគេដូរឲ្យគេត្រូវតែដូរហើយពីព្រោះបើចាត់ទុកថាគ្រោះថ្នាក់ចរាចរណ៍ចេតនាងាប់ហើយយើងអាចសម្លាប់មនុស្សបានដោយសេរីទៅណាប្រើប្រាស់តឡានធំដេញបុកគេទៅអាចចេតនាទាំងអស់មិនត្រូវប្រើពាក្យហ្នឹងទេណាហើយបងប្អូននៅប្រទេសកម្ពុជាមានមនុស្សជាច្រើនដែលត្រូវគេបុកហើយអត់មានបញ្ហាទាំងអស់គ្រាន់តែគ្នាដួលប្រុងលើកម៉ូតូឡានថយមកជន់គ្នាសម្លាប់អ្នកខ្លះលើកដៃថាគុំសាពះឡានណាអ្នកម្ចាស់ឡានជីវិតមនុស្សមិនគួរណាខ្មែរយើងធ្លាក់ខ្លួនទៅជារឿងនឹងសោះហើយច្បាប់នេះកែប្រែអញ្ចឹងបានជាខ្ញុំនិយាយអំពីច្បាប់បើកាលណាគេមើលទៅឃើញថាវាជាឃាតករគេកែវាមកប្រព្រឹត្តផ្នែកព្រោះគេបង្កើតច្បាប់ដើម្បីការពារបើបង្កើតច្បាប់មកណាវឌ្ឍនាទេមិនបានការពារគុណខ្មែរហើយទៅជាសម្លាប់វិញតែយើងទុកធ្វើអីឧទាហរណ៍ដូចជាបុកក្មេងស្លាប់2នាក់បងប្អូនបង500អានេះទំព័រ Facebook អាដាមឆាអៀងគាត់សរសេរបង500បងប្អូនស្រក់ទឹកភ្នែកថាឈ្មោះណាកម្ពុជាយើងមិនដឹងជាត្រូវមានជនរងគ្រោះអានេះជនរងគ្រោះដែលប្រព័ន្ធផ្សព្វផ្សាយយកបានចុះមនុស្សរាប់ម៉ឺនរាប់សែនអ្នកដែលរងគ្រោះហើយទូរទស្សន៍ឬទូរស័ព្ទដៃថតអត់បានតើគ្នាស្លាប់វេទនាជាពិសេសមានពាក្យចចាមរាមគេថាចិនបើកបុកខ្មែរងាប់ពីវាសម្បត្តិណាតើជីវិតខ្មែរយើងរងកម្មវេទនានៅក្នុងរបបហ៊ុនសែនគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍មួយហ្នឹងណាបើយ៉ាងណាទៅមិនអញ្ចឹងខ្ញុំសូមអានខមមិនរបស់បងប្អូនជាបន្តទៀតហើយបងប្អូនដឹងហើយខមមិនលឿនណាស់ខ្ញុំអានមិនទាន់ទេបាទសឹមសុខុនសូនតារានឹងបាក់ពួកពូកែកុហកបោកប្រាស់ឆុំយឹកខួតបាទយកទៅនិយាយកណ្ដាប់ឲ្យជនសមនឹងកុហកមែននេះឥឡូវចេះទៅខ្ញុំនិយាយចុះអ្នកដែលបុកមនុស្សស្លាប់នៅស្ពានជ្រោយចង្វាដែលនាំឲ្យស្លាប់ក្មេង2នាក់ហ្នឹងណាឥឡូវអ្នកបុកហ្នឹងត្រូវបានគេចាប់ផ្ដន់ទាទោសនៅតុលាការកាលពីម្សិលមិញនេះឥឡូវតុលាការបញ្ជូនហើយប្រកាសសាលក្រមថានៃការដែលបុកនៃក្មេង2នាក់ស្លាប់នៅស្ពានជ្រោយចង្វាហ្នឹងគឺត្រូវតុលាការផ្ដន់ទាទោសដាក់ទោសចំនួន75ឆ្នាំអានឹងនិយាយថាចេះយ៉ាងម៉េចឥឡូវជឿមិនជឿឥឡូវចុះណាជិះគណៈបច្ចុប្បន្នហ៊ុនសែនចេះតែកុហកហ្នឹងណាហ៊ុនសែនចេះតែកុហកតារាស្វីទីនិយាយមែនទេវាទៅជារឿងកុហកទៅវិញ
ករណីគ្រោះថ្នាក់ចរាចរណ៍បុកក្មេងស្លាប់2នាក់នៅស្ពានជ្រោយយូវ៉ាបង់$500រហូតមកទល់ពេលឥឡូវស្ងាត់អត់មានអីទេឥឡូវចង់ឲ្យខ្ញុំនិយាយឲ្យខុសពីនឹងយ៉ាងម៉េចឥឡូវបើអ្នកឯងដឹងឲ្យខុសពីនឹងយកនិយាយមកក្លូតរំដួលមែនទេចេះតែនិយាយតែផ្ដេសតែផ្ដាស់បាទតែខុសគេចាប់ហើយអូនចេះតែនិយាយមែនទេបើគេចាប់អត់ខុសគេមានថាអីតែគេចាប់អត់ខុសហ្នឹងខុសជាងគេអាអ្នកចាប់គេហ្នឹងខុសឥឡូវយើងសួរមើលអានេះតើអ្នកណាខ្លះខុសដែលគេចាប់នៅក្នុងប្រទេសកម្ពុជាបើសិនជាខុសចាប់មានបញ្ហាអីមែនទេប៉ុន្តែបដិវត្តពណ៌ចោតលៀបពណ៌ចោតចាប់នេះមួយទៀតតើកំហុសហ្នឹងវាអាស្រ័យនៅលើអីកំហុសវាអាស្រ័យនៅលើមាត់របស់អ្នកឯងអ្នកឯងមានអំណាចអ្នកឯងថាគេខុសអ្នកឯងយកគេទៅដាក់គុកហ្នឹងឥឡូវខ្ញុំថាហ៊ុនសែនខុសវិញអាមិនក៏អត់មានអត់ចាប់ហ៊ុនសែនសំណាងបើខុសគេចាប់ឥឡូវខ្ញុំថាហ៊ុនសែនខុសមិនអត់មានអត់ចាប់ហ៊ុនសែនទេបើហ៊ុនសែនថាខុសសូនតារាខុសគេចាប់សូនតារាហើយយើងសូនតារាថាហ៊ុនសែនខុសអត់មានអត់ចាប់ណាសីហារៀលខុសត្រូវគឺជាច្បាប់មិនមែនជាទស្សនៈទេចនាផតបាទរិនដាកឹមវិធីបែបនេះសម្រាប់កូនខ្មែរមួយទៀតឧទាហរណ៍គេថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាដែលសម្រាប់ក្មេង2នាក់ហ្នឹងអានឹងខុសឬត្រូវនាង MC បើយើងថាត្រូវអានឹងអត់អីទេសម្រាប់មនុស្សត្រឹមត្រូវក្នុងរបបហ៊ុនសែនវាអ្នកឯងមោទនភាពទៅប៉ុន្តែបើអ្នកខុសអ្នកឯងនិយាយថាខុសឲ្យតែខុសគេចាប់ហើយចុះបុកមនុស្សស្លាប់នៅគល់ស្ពានជ្រោយយូវ៉ាស្លាប់ក្មេង2នាក់ដេកស្ដុកលើផ្លូវចាំមិនអត់ចាប់ចាមិនឯងឆ្លើយដល់ចេញសិនមកចាំមិនថាគណៈបព្វជិជនណាជួយគេបោកមែនបងណាបើយើងនិយាយបោកគឺchứ mà nào mà chân tròn dây trắng này nè dây trắng cái cháu vinh rồi không phải cái cháu liệp bò cháu chặt vinh anh nè dây cả hoắc cái nước đồng cài vinh lấy cái nhung xưa thà bờ kho chặt để cho họ nè để bọc cái sập này cột pin trôi những bà anh đang tay nè ơi mày gọt chặt chứ mày đây nó gọt khô gọt khô nó bọc quần sái sập được trầm trời anh ấy mà đang đây để anh về nhảy được luôn này tại bàบุญทอนบงขมมมีในที่มีรูปแบบดงรูปเมดได้รูปกาบาสตันเนี่ยนี่ให้โซนดาราปรังในยัยบอมเพลย์แค่บอมเพลย์หนึ่งซ้อมแรงซีเอาไอ้มันไอ้แค่นั้นมันนั่นมีนุบหนึ่งแต่ส่วนจังนั้นต่อเจริญซ้อมซีเอามักยมมักขายปีเลี้ยน$อันนี้ก็จำใจได้โซนดาราคอมในใจนั้นซ้อมเป็นซีออยมาขายประมาณมาขายปีเลียน$แต่โรนาบ้านบักขยมโจรหุ่นไซน์อย่างฉันบ้านตีปรึกษากับซูมในบ้านงี้ไอ้จากดอมกับดักตึงกุยฮุบไอ้แนวห้างกับเฟบ้านดาวเลียงสกขมายจุบไม่จริงใส่มาใส่มมอันนี้บัจุบโซนดาราในใจรอทั้งไงนี้คือซ้อมเป็นซีออยมาขายปีเลียน$ให้ปีเลียน$นี่รอดในสปรังกำลังปีเลียน$แล้วตั้งกี่กับปนรอดอลtừ 40%อ่ะแบบนี้จังขยมจะได้แบบการยัยบอกขยมแบนจีเรื่องอันไปยาวเตะมันนั่นยัยอันลุยไม่ชิกูเตะมีในคณะปักปจีจุนเตะได้แต่พัดเมได้ได้แต่ประชุมคณะปักที่อันเอาลุยอยู่ว่าถ้าโซนร้านนี่ยัยขนมกรรมวิธีใส่ตัวปัจจุบันนี้ซ้อมเรื่องซีบักประคายขยมบักขายปีเลียน$บ่าจังขนมปักตะปรับบอมโอนเป็นเตอร์จังบันนี้ทำไมมีในทางด้านหน้าได้จังในใจในโซนร้านนั้นจังบานมาขายปีเลียน$ยังเธอในโซนร้านแล้วขนมปฏิกรรมที่ต้องมาซ้ำซีเอาไปเนี่ยปีเลียนเธอนำในเธอจังกราบโชว์มาในรูมของพลังคณีดีเจของคลายคนใส่จับดักกุกเห็นไหมอันนั้นนะอันนั้นยังน้องคณีใจของคลายคนใส่จับดักกุกบ้าเธอในโซนร้านเธอขยมบานมาขายปีเลียน$ให้สุภารีขยมจิโกนขมายดังชั้นสังคมปัจจุบันมีแต่มนุษย์ขวักในที่ได้มันดังนู่ยืงจิมนุษย์ธรรมดาเรื่องไอ้เดมือขวักพนักก็มาจากขวักคู่ก็บ้าลงคนยืงเย่เจเต้า SK หลังมามีนเต้มนุษย์ขวักคู่ก็บ้าเต้ได้มันดังนั่นเองเมื่อมนุษย์ยืงขวักพนักก็ดังทางปฏิกรรมชื่อนึงเวียจะปัดไม่เวียได้ขมายแรง PK
សូនតារាប្រែថាកញ្ចក់ទឹកត្រឹមត្រូវចិនលៀននិយាយត្រូវ100%ហ្វីលីបសុងបាអ្នកជេក៏នៅមើលដែរមិនអីទេគេលើកកម្ពស់តម្លៃសិលធម៌ហើយអ្នកជេនោះសាឈ្មោះសន្តិភាពទេណាបងមនុស្សសន្តិភាពទៅតតែស្ងប់ដូចព្រះពុទ្ធទៅតតែសប្បាយចិត្តញញឹមញញែមមនុស្សសន្តិភាពឈ្មោះអកតុយក្រោយចេញមកលេងជេបចោយោអានឹងវាបញ្ជាក់ឲ្យច្បាស់ថារបបហ៊ុនសែននឹងគឺសន្តិភាពតែអាវខាងក្នុងគឺជារឿងក្តៅក្រហាយតាឃើញពួកសន្តិភាពសឹកអ្នកក្តៅក្រហាយបងប្អូនមនុស្សបើកណាក្តៅក្រហាយគឺគេហៅថាមនុស្សសរសៃប្រសាទហើយអត់មានសន្តិភាពនៅក្នុងផ្លូវចិត្តជីវិតអ្នកក្រមទុកវេទនាអ្នកក្រមទុកវេទនាហើយចាំបាច់ទៅអួតអីគេថាខ្ញុំអរគុណសន្តិភាពខ្ញុំស្រឡាញ់សន្តិភាពថាមើលតែពាក្យគេខមមិនទៅគឺដឹងហើយចុះសូនតារាបានសន្តិភាពពិតប្រាកដណាមិនចឹងបងប្អូនគិតមើលព្រះផ្ចាញ់មីផ្ចាញ់តែអីផ្ចាញ់តែអាវុធដោយការជេរប្រមាថតេះដៀលតែប្រពុតនៅស្ងប់ស្ងាត់មិនកម្រើកមិនតបតបងប្អូនមិននេះពលឡាយអញ្ចឹងដើម្បីថានៅមានសន្តិភាពយកមកវាស់បើជួបមនុស្សមានសន្តិភាពអង្គុយមួយថ្ងៃអង្គុយជេរបចោគេបងប្អូនណាចូលមកខមមិនជេរបចោអត់ចេះអាយអានេះគឺយកទៅអរគុណសន្តិភាពចុះសូនតារាមិនថៃទេលោកគ្រូណែមានគេធ្លាប់ថៃចេះអីមិនតារាយើងនិយាយចុងក្រោយមិនបញ្ចប់យកលឺម៉ោងច្រើនណាស់សុភាពធន់គេថាលោកគ្រូប្លុកពួកអាជេលោកគ្រូនឹងចូលអស់ទៅកុំឲ្យវាចង់ខំជំនួសលោកគ្រូណាបងប្អូនណាខ្ញុំថាចិនលិនមិនហៅទូរទស្សន៍ប្លុកមិនកើតតើតែ Facebook នេះប្លុកកើតខ្ញុំនិយាយទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ទូរទស្សន៍អ្នកណាមើលក៏បានដែរមិនមែនទូរទស្សន៍វាដែរប្រកាន់ដែរអានេះមើលចេះវាប្រាប់ថាចង្អុលទេតែឯងក៏មើលអញទូរទស្សន៍អញអាណាមើលឲ្យជេរបាល់ទាត់ចឹងណាគាត់ទូរទស្សន៍សូនតារាប្លុកវាអត់បានព្រោះវាជាទូរទស្សន៍អ្នកណាក៏មើលបានដែរព្រីចំណិតដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមបញ្ចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាម៉ុងស្រីមស៊ុយហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាស្ដាប់ច្រើនកោណាដឹងការពិតស្ដាប់ហ៊ុនសែនជន់កំសាកពាក់ផ្លាស់អ្នកក្លាហានកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លាំងយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្តី